ជាពិសេសប្រាសាទព្រះវិហារណានៅលើភ្នំដងរែកប្រាសាទព្រះវិហារនេះមុខប្រាសាទហ្នឹងទៅជើងទៅដីសៀមអញ្ចឹងព្រោះភ្នំដងរែកនេះវាមានកម្ពស់តែខាងដីខ្មែរយើងទៅដល់ទៅសៀមវាជំរាបអញ្ចឹងខាងខ្មែរយើងវាធ្លាក់អញ្ចឹងពីប្រវត្តិសាស្ត្រថាអាស៊ីអគ្នេយ៍ប្រទេសកម្ពុជាពីមុនជាសមុទ្រទេភ្នំដងរែកនេះវាច្រាំងសមុទ្រប៉ុន្តែយូរទៅសមុទ្រវាចេះតែរីងថយអត់ទៅក៏គូកើតជាដីប៉ុនវាយូរដែរចង់រាប់សែនឆ្នាំទៅហើយតែបានវាក៏កើតជាទឹកដីនឹងបាននៅខាងសៀមវារិចជ្រាលដូចចឹងបានប្រាសាទព្រះវិហារត្រូវធ្វើបែរមុខទៅជើងណាឈិនដើរទៅជើងមកខាងខ្មែរយើងវាចង្រាក់ដាច់ចឹងសៀមទៅថាប៉គេដែរទៅប្រកាសណាបាទនរោត្តមសីហនុលោកប្តឹងទៅអង្គការសហប្រជាជាតិក្តីនឹងសៀមឈ្នះបានមកវិញឥឡូវបានមកហើយនេះគេថាប្រាសាទព្រះវិហាររបស់ខ្មែរបាទដីជុំវិញប្រាសាទនោះរបស់ថៃវិញចឹងទៅទៀតប្រាសាទរបស់ខ្មែរបាទដីជុំវិញប្រាសាទនោះរបស់ថៃខ្មែរចូលលើប្រាសាទឯណារួចអូយបញ្ញាសិនយើងគិតទៅគួរឲ្យសោកស្ដាយជាទីបំផុតសំណោះគេតំណែងរបស់ពុទ្ធបរិសរបស់យើងហ្នឹងដែលលោកបន្សល់ទុកឲ្យញ៉ាសំរីបរាប់ពីប្រាសាទតែសម្រាប់ជនជាតិកម្ពុជាយើងនេះខ្មែរយើងមិនសូវមានអ្នកណាមួយចំណាប់អារម្មណ៍នឹងបេតិកភណ្ឌរបស់ជាតិយើងប្រាសាទនានាហ្នឹងទេតែសម្រាប់ពួកបរទេសដូចជាពួកអឺរ៉ុបពួកអាមេរិកជាដើមគេចំណាប់អារម្មណ៍ណាគេសុខចិត្តចំណាយប្រាក់រាប់ពាន់ដុល្លារធ្វើដំណើរឆ្លងទ្វីបតាមអាកាសហ្នឹងមកកាន់ទឹកដីកម្ពុជាយើងដោយវាល្បីថានៅប្រទេសកម្ពុជានឹងមានប្រាសាទដែលសាងឡើងពីថ្មនឹងអស្ចារ្យណាស់គេផ្សាយឃើញតាមរូបភាពរូបស្រីអីទស្សនាវដ្តីទៅគេឃើញជាចង់ឃើញចង់ដឹងព្រោះគេដឹងថាយុគប្រាសាទហ្នឹងវាជាង 1000 ឆ្នាំមកហើយដូចថាជាង 1000 ឆ្នាំមុននោះនៅទ្វីបគេហ្នឹងគេមិនទាន់ធ្វើអីកើតទេខ្មែរយើងជាង 1000 ឆ្នាំមុនយើងធ្វើប្រាសាទថ្មកើតគេគិតចំណាប់អារម្មណ៍អញ្ចឹងគេនាំគ្នាមកមើលគេឃើញតាមតែរូបភាពរូបថតទស្សនាវដ្តីកសែតទៅគេស្មាននឹងអង្គរវត្តនៅតូចស្មានតែប្រាសាទនឹងវាតូចដល់គេធ្វើមកគេមកដល់ដំណើរដល់ឃើញរូបភាពសំខាន់ទៅដល់ហ្នឹងប្រសិនមិត្តអង្គរគាត់គេក៏លេចទៅឃើញគេស្រេចផ្លឹកបាត់ផ្លឹកកពួកបរទេសណាគេថាគេស្មានតែប្រាសាទនឹងវាតូចដល់ឃើញវាធំយ៉ាងហ្នឹងគេអស្ចារ្យណាស់គេថាចាំ1000 ឆ្នាំមុនណាមិនទាន់មានណាផលិតបង្កើតគ្រឿងចាក់គ្រឿងអីយឹកយោងលើកថ្មអីកើតផងតើខ្មែរនឹងបានអីទៅលើកថ្មទាំងដុំប៉ុន្តែលើកគ្នាម្ដុំទាំងងន់រាប់តោណាគេស្រែកផ្លិតបាត់ក៏អស្ចារ្យណាស់ប្រាសាទដែលគេទៅមកឃើញតែខ្មែរយើងអត់សូវបានចំណាប់ចាប់អារម្មណ៍តែជួនកាលអ្នកស្រុកនៅក្បែរអង្គរវត្តហ្នឹងកើតពីក្មេងទៅចាស់មិនដែលចូលទៅក្នុងបរិវេណអង្គរនោះផងគាត់អាចឃើញទៅពីផ្ទះគាត់ពីឆ្ងាយឃើញកំពូលប្រាសាទប្រកបដែរចូលเลยមកជីវិតគាត់ហ្នឹងអញ្ចឹងអត់មានចំណាប់អារម្មណ៍អីទៅឡើយសោះដល់មកសប្តាហ៍ថ្ងៃបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះទៀតក៏មិនសូវមានចំណាប់ចាប់អារម្មណ៍អីដែរសម្រាប់ជនជាតិយើងបានតែនឹងឯងដែលគួរឲ្យសោកស្ដាយយើងមានសម្បត្តិធនធានគេតនៈធនហ្នឹងកាត់ថ្លៃមិនបានទៅយើងអត់ចំណាប់អារម្មណ៍អីសោះតែពួកបរទេសគេចំណាប់អារម្មណ៍ជាជាងយើងទៅទៀតគេចំណាយប្រាក់មកធ្វើទស្សនកិច្ចសិក្សាពីប្រាសាទខ្ញុំករណាសូមលើកប្រវត្តិពីបុរាណសម័យនៅសតវត្សទី10ទី13សម័យព្រះបាទជ័យវរ្ម័នទី7គ្រប់គ្រងរាជសម្បត្តិឃើញមានឯកសារបានសរសេរប្រាប់ថាសម័យនោះមានបណ្ឌិតបញ្ញវន្តប្រសងរាប់ពាន់គង់នៅក្នុងវត្តប្រខ័ណ្ឌវត្តប្រព្រំក្នុងក្រុងកោធំនោះហើយវិលាណាដែលព្រះរាជាពីក្រោះកិច្ចការងារសម្រាប់ធ្វើកិច្ចការងារនៅក្នុងរដ្ឋក្នុងប្រទេសបាននិមន្តបណ្ឌិតប្រសង់ជាច្រើនមកពីក្រោះពិភាក្សាកិច្ចការទាំងឡាយដែលព្រះរាជាព្រះអង្គត្រូវប្រព្រឹត្តត្រានុវត្តក្នុងប្រទេសនោះ
នេះជាឯកសារបញ្ជាក់ប្រាប់ថាពុទ្ធសាសនាហើយនឹងអាណាចក្រនេះខ្មែរបានរួបរวมគ្នាតាំងពីបុរាណសម័យមកនេះខ្ញុំគណៈសូមទូលសំជម្រាបករុណាឯកឧត្តមគ្រប់រូបទាំងអស់ដល់មកសម័យខាងក្រោយមកប្រទេសកម្ពុជាយើងបានយកពុទ្ធសាសនាទៅកត់ត្រានៅក្នុងច្បាប់កម្ពុជានៃរដ្ឋធម្មនុញ្ញតែពុទ្ធសាសនាជាសាសនារបស់រដ្ឋគឺប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ទាំងមន្ត្រីរាជការប្រជាពលរដ្ឋគ្រប់រូបទាំងអស់ត្រូវរស់នៅក្រោមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនោះប្រទេសយើងមានចក្រពីរអាណាចក្រនិងពុទ្ធចក្រមានកង់ពីរនឹងវិលទន្ទឹមគ្នាមានតែប្រទេសកម្ពុជាយើងមួយទេប្រទេសដទៃទៀតតែកាន់ពុទ្ធសាសនាដូចគ្នាដូចយ៉ាងថៃឡាវយ៉ាងម៉ាអីអត់មានទេគេអត់មានយកពុទ្ធសាសនាទៅកត់ត្រានៅក្នុងច្បាប់កម្ពុជារបស់ប្រទេសទេមានតែប្រទេសកម្ពុជាយើងនេះបានន័យថាព្រះមហាក្សត្រដែលជាប្រមុខនៃប្រជាប្រដ្ឋនៅក្នុងប្រទេសទ្រង់បានសិក្សារៀនសូត្រពុទ្ធសាសនានឹងយល់ច្បាស់ដែរថាពុទ្ធសាសនានឹងមានសារៈសំខាន់សម្រាប់មនុស្សទូទៅទាំងអស់ឲ្យតែមនុស្សទាំងអស់នឹងគោរពបប្រតិបត្តិតាមបើលោកសិក្សាទៅឃើញទ្រឹស្ដីរបស់ពុទ្ធសាសនាជាសាសនាប្រកបដោយធម៌វិន័យមានធម៌និងវិន័យភាសាបច្ចុប្បន្នសប្តាហ៍គេថាសិលធម៌សិលធម៌និងធម៌វិន័យដូចគ្នាធម៌វិន័យធម៌គឺអំពើល្អពុទ្ធលោកអប់រំឲ្យមនុស្សប្រព្រឹត្តល្អវិន័យគឺសិលមិនได้ស្មើគ្នានៅសិលធម៌ធម៌វិន័យធ្វើឲ្យប្រជាប្រដ្ឋនឹងបានអប់រំបន្ទំកាយវាចាចិត្តធ្វើកាយវាចាចិត្តឲ្យស្ងប់ល្អនៅក្នុងសង្គមប្រទេសជាតិណាដូចបច្ចុប្បន្នសប្តាហ៍ថ្ងៃលោកអភិបាលខេត្តស្មើនឹងព្រះមេគុណព្រះមេគុណនឹងជាអភិបាលខេត្តប្រសង់លោកអភិបាលខេត្តជាអភិបាលខេត្តរបស់ប្រជាពលរដ្ឋអនុគុណស្មើនឹងអភិបាលស្រុកក៏មានតួនាទីស្មើគ្នាអញ្ចឹងសម្រាប់ខាងព្រះមេគុណលោកអប់រំប្រជាពលរដ្ឋដោយធ្វើដោយវិន័យឲ្យស្ថិតនៅក្នុងក្របខ័ណ្ឌរបស់សិលធម៌ហ្នឹងលោកអភិបាលខេត្តរៀបចំរចនាសម្ព័ន្ធអ្វីសពបែបសពយ៉ាងនៅក្នុងខេត្តហ្នឹងនឹងចាក់ទាំងពីរនេះស្មើគ្នាអាស្រ័យហេតុនេះប្រទេសយើងនេះជាប្រទេសដែលមានពុទ្ធសាសនាជាសារណៈជាទីពឹងពុទ្ធសាសនានេះជាសាសនារបស់មនុស្សអត់មានទេតងនឹងទេវតាអតិទេពអីទេព្រោះពុទ្ធជាមនុស្សដូចយើងចឹងដែរតែពុទ្ធជាមនុស្សដូចយើងតែជីវភាពរបស់លោករស់នៅជាមនុស្សមានក្រុមគ្រួសារមានប្រពន្ធមានកូនដូចតែមនុស្សចឹងព្រះធម៌ជាទ្រឹស្ដីជាបរិយត្តិធម៌ដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងទុកហើយហ្នឹងអស់រយៈកាល45ឆ្នាំមានព្រះវិន័យព្រះសូត្រព្រះអភិធម្មឬក៏សិលសមាធិបញ្ញាព្រះធម៌នឹងជាមេគាដែលសម្ដែងទុកឲ្យបរិស័ទទូទៅប្រព្រឹត្តទៅតាមផ្លូវហ្នឹងឯងបងព្រះសង្ឃទេក៏មនុស្សដូចតែគ្នាប៉ុន្តែយើងមិនដែលបានគិតថាពុទ្ធសាសនាជាសាសនារបស់មនុស្សពេលសាសនាដទៃទៀតទេវតាមកជាគ្រូមនុស្សហើយសម្រាប់ពុទ្ធសាសនាពុទ្ធជាគ្រូរបស់ទេវតាផងនិងមនុស្សផងយើងគិតមើលមកឯណាអស្ចារ្យជាងឯណាល្អជាងសាសនាដទៃទេវតាក៏គ្រប់គ្រងលើជីវិតរបស់មនុស្សទាំងអស់តែដល់ពុទ្ធសាសនាបែរជាព្រះពុទ្ធជាបរមគ្រូជាគ្រូទេវតានិងមនុស្សគិតមើលទាំងណាទៅបានថាមនុស្សគឺអស្ចារ្យជាគិតតែយើងអត់ដែលបានគិតទេព្រះពុទ្ធដីការបស់ព្រះពុទ្ធលោកសម្ដែងប្រាប់ថានៅលើផែនដីនេះក្រោមមេឃនេះ
ឥតមានអ្នកណាដែលប្រកែកជាងមនុស្សទេមានតែមនុស្សឯងដែលប្រកែកជាងគេទាំងអស់មានរិទ្ធមានអភិនិហាបារមីធ្វើអីក៏បានពីឯកឧត្តមអស់លោកញោមញាតិពុទ្ធបរិស័ទទាំងអស់ហើយយើងមើលឃើញនៅក្នុងសង្គមរបស់មនុស្សនេះសម្រាប់អ្នកដែលជឿថាអតិទេពជាធំលើមនុស្សកុំដែលឃើញអតិទេពមកធ្វើអីឲ្យមនុស្សទេអត់មានទេឃើញតែមនុស្សទេដែលធ្វើយកបញ្ញារបស់មនុស្សនោះមកកាត់គូធ្វើសម្ភារៈអីសពបែបសពយ៉ាងប្រើគឺមនុស្សទាំងអស់ហើយពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធលោកមិនបានឲ្យតម្លៃទេវតាទេអ្នកទាំងនេះមួយតែដែរព្រោះឯកឧត្តមអស់លោកញោមញាតិឲ្យជឿថាទេវតាប្រកែទីពឹងទេវតាដល់អាត្មាសម្ដែងថាពុទ្ធលោកថាលោកអត់បានឲ្យតម្លៃទេវតាទេពីសំជ្រាបចេះពីព្រោះពុទ្ធលោកសម្ដែងពីហេតុផលរបស់ទាំងអស់សត្វតែមានហេតុផលថាទេវតាជាផលទេមនុស្សជាហេតុបើគ្មានមនុស្សធ្វើល្អក៏មិនមានទេវតាដែរណាមនុស្សជាហេតុពុទ្ធលោកសរសើរហេតុខំកែហេតុឲ្យធ្វើល្អតែចង់ទៅកើតទេវតាបានសល់ជាក្តីសោកទេវតាលោកទៅសល់បញ្ចាក់មកលោកក៏នៅជាមនុស្សនេះពុទ្ធលោកសម្ដែងហេតុផលលោកបញ្យល់ឲ្យឃើញចឹងតែយើងស្ដាប់ទៅគួរជឿទេដែលពុទ្ធសម្ដែងហ្នឹងនោះអត្តសរតែទេវតាពិសេសមនុស្សនេះបានឈ្មោះថាពុទ្ធប្រែថាលោកអ្នកទូលមានពួកមនុស្សទាំងឡាយឲ្យប្រព្រឹត្តល្អដោយកាយវាចាចិត្តនេះឈ្មោះថាពុទ្ធលោកទូលមានអប់រំចឹងអាត្មារៀបរាប់ជូនប្រកេនប្រសង់និងញោមញាតិទាំងអស់មនុស្សជាហេតុប្រព្រឹត្តល្អក្នុងសិលក្នុងទានដែលអស់ជីវិតទៅកើតជាទេវតាមនុស្សចម្រើនសមាធិភាវនាអប់រំចិត្តឲ្យប្រព្រឹត្តទៅក្នុងឈានអបណាសមាធិអស់ជីវិតទៅកើតក្នុងឋានព្រំមានរូប16ជាន់មនុស្សប្រព្រឹត្តនៅក្នុងសមាធិញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅក្នុងអបណាសមាធិឲ្យក្នុងអបណាឈានក្នុងអរូបឈានមិនយកវត្ថុមានរូបមកជាទីតាំងរបស់ចិត្តដល់បានសម្រាប់ឈានហៅអរូបឈានអស់ជីវិតទៅកើតក្នុងឋានព្រំអត់រូប4ជាន់ព្រំមានរូប16ជាន់អត់រូប4ជាន់ព្រះសម្មាសម្ពុទ្ធគេហៅថាលោកកតរៈចិត្តលោកអប់រំចិត្តលោកដោយសិលសមាធិបញ្ញាចិត្តអស់កិលេសថាលោកកតរៈចិត្តបានត្រាស់ដឹងជាប្រពន្ធនៅលើលោកនេះសម្រាប់ទូលមានព្រះបដៅមនុស្សទាំងឡាយឲ្យប្រព្រឹត្តល្អដោយកាយវាចាចិត្តឥឡូវបកណាឯកឧត្តមលោកជាទៀងយើងយកគិតមើលទេវតាក៏ទៅពីមនុស្សព្រះព្រំមានរូបក៏ទៅពីមនុស្សព្រំអត់រូបក៏ទៅជាមនុស្សទៅពីមនុស្សដែរព្រះសម្មាសម្ពុទ្ធជាគ្រូនៃទេវតាមនុស្សក៏ជាមនុស្សដែរវាសុទ្ធតែមនុស្សបើនៅក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងហ្នឹងណាប្រកែកចឹងមនុស្សទេតែពាក្យនេះអត់ដែលឮទេណាព្រោះអាត្មាព្រះសម្ដែងពោលតែពេលលើកឧទាហរណ៍ជូនទៀតបើនៃជូនទៀតឲ្យកំគិតមកតែមែនបើដូចជាទេវតាអីមកព្រមលោកមានមកធ្វើអីយើងបានក៏លោកទៅសោយសុខបុណ្យចាស់ដែលលោកបានប្រព្រឹត្តហើយបើមនុស្សទាំងអស់នឹងក៏នៅជាមនុស្សបានធ្វើប្រយោជន៍ឲ្យដល់សង្គមមនុស្សអ្នកដែលគេប្រព្រឹត្តក្នុងទានក្នុងសិលគឺគេមិនធ្វើអីអាក្រក់ទេគេជួយជ្រោមជ្រែងសង្គមរបស់មនុស្សប៉ុន្តែចុងក្រោយទៅកើតទេវតាអ្នកដែលគេចម្រើនឈានដាក់ចិត្តឲ្យកើតសម្រេចឈានគឺគេប្រព្រឹត្តល្អគ្មានឲ្យទុកទោសឲ្យដល់សង្គមមនុស្សទេតែចុងក្រោយអស់ជីវិតទៅកើតអប់រំពួកនេះសុទ្ធតែប្រព្រឹត្តល្អទាំងអស់ចុះដោយព្រះសម្មាសម្ពុទ្ធជាមនុស្សដូចយើងដែរក៏ព្រះអង្គកំចាត់កិលេសអស់រលីស្អាតចិត្តគឺតែលោកធ្វើប្រយោជន៍សម្ដែងធ្វើទេសនាប្រាប់ទេវតានិងមនុស្សទាំងអស់ដើម្បីឲ្យបានសេចក្តីសុខឆ្លងសេចក្តីទុក្ខទុកទៅកាន់ព្រះនិព្វាននេះលោកសម្ដែងឲ្យយើងធ្វើប្រយោជន៍បច្ចុប្បន្នឲ្យសម្រាប់មុនប្រយោជន៍អ្នកដែលគោរពបប្រតិបត្តិពុទ្ធសាសនាបានប្រយោជន៍3ប្រយោជន៍មួយគឺតិដ្ឋធម្មិកថប្រយោជន៍បច្ចុប្បន្នក្នុងជីវិតរបស់យើងទី2ប្រយោជន៍ក្នុងបរលោកវិលាស្រាប់ទៅកាន់សុគតិក្នុងទេវតាប្រយោជន៍ទី3គឺប្រយោជន៍ក្នុងព្រះនិព្វាន3ថ្នាក់បានដោយពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាអត់បានយល់ដឹងអីសិក្សាអីតែទួចបង
អាត្មាសំដែងនេះក៏ព្រួយចិត្តដែរតែយមណាតែមិនយត់ជាអាត្មាទៀតគាត់ធ្លាប់ជឿទេវតាតោះអាត្មាថាពុទ្ធថាទេវតាអត់ប្រកែកទេមនុស្សទេអ្នកប្រកែករួចព្រះសម្មាសម្ពុទ្ធលោកសំដែងថាប្រយោជន៍បច្ចុប្បន្នជីវិតដែលយើងរស់នៅនេះគឺថាឲ្យយើងធ្វើជីវិតយើងឲ្យប្រព្រឹត្តទៅដោយបរិបូរណ៍ដោយសេរីសុខសេរីប្រយោជន៍បច្ចុប្បន្នប្រយោជន៍ចិត្តបច្ចុប្បន្នដែលមនុស្សយើងកំពុងតែត្រូវការគឺធនធានភោគទ្រព្យទាំងឡាយទាំងពួងនោះនេះបើនិយាយឲ្យវាដុំបើដល់បំបែកទៅថាវត្ថុ4យ៉ាងសម្ពុតខោអាវមហូបអាហារផ្ទះសម្បែងគេអាការនឹងត្រាំជាបារោតែលោកអាចារ្យតែងប្រវត្តិណាប្រសងថាបច្ច័យ4ហ្នឹងបច្ច័យ4នេះតម្រូវការសម្រាប់ជីវិតរបស់មនុស្សដែលកំពុងតែរស់នៅតែអត់បច្ច័យ4នោះអត់រស់បានទេជីវិតអត់បានសុខទេបើគាត់ជួបនឹងទុក្ខវេទនាហើយព្រះអង្គបង្រៀនឲ្យមនុស្សធ្វើប្រយោជន៍ទៅឲ្យសម្រេចហើយប្រយោជន៍ដែលអាចសម្រេចបានដល់មនុស្សវាមានហេតុមានផលវាមិនណាក៏ចេះទៅរកបានទៅធ្វើការដូចតែគ្នាអត់ទេមើលខ្លះទៅមានទ្រព្យសម្បត្តិដ៏ច្រើនខ្ពង់ខ្ពស់មានបុណ្យមានស័ក្តិធំទៅបងខ្លះទៀតមានទ្រព្យសម្បត្តិបងគូបងព្រោះរស់នៅជាមនុស្សមិនរងទុកខ្លាំងពេកខ្លះទៀតខ្សត់ខ្សោយទៅជាអ្នកកំសត់ទូរគាត់ជីវិតរស់នៅប្រកបដោយសេចក្តីទុក្ខសោកក្នុងជីវិតនេះមើលអត់ស្មើគ្នាទេសួរតើដែលជីវិតរបស់មនុស្សវាមិនស្មើគ្នាមានហេតុថាវាមានហេតុវាមិនអត់ហេតុទេមានហេតុអ្នកដែលគេរកទ្រព្យសម្បត្តិបានបរិបូរណ៍ហូរហៀមានបុណ្យមានស័ក្តិគ្រប់គ្រាន់ព្រោះគេមានបញ្ញានេះគេហេតុមានបញ្ញាបានរកបានអ្នកដែលក្រក់សត្វគឺអត់មានបញ្ញាទេនេះព្រះសម្មាសម្ពុទ្ធលោកជាងអនបង្ហាញថាហ្នឹងហេតុជីវិតរបស់មនុស្សព្រោះតែខ្វះទ្រព្យខ្វះសម្បត្តិហើយប្រកបជាជីវិតនឹងសោកសៅហើយនឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងអាឡាអាត្មាលើកអេសេតបន្តិចមកបញ្ជាក់ទៀតព្រះពុទ្ធលោកថាអ្នកដែលមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរនេះពុទ្ធិការបស់ពុទ្ធដល់លោកចិត្តដែលលឺទេពុទ្ធិកានេះអត់តែលឺទេអាត្មាលើកមកជ្រាបទៅមើលទៅថាអ្នកមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានតែបើអត់បញ្ញាទេសំបីមានទ្រព្យក៏រស់នៅបានដែរនេះជាពុទ្ធិការបស់ពុទ្ធលោកសម្ដែងក៏អ្នកដែលល្ងងអត់បញ្ញាទៅបីម៉ែឪទុកគេមរតកដីធ្លីប្រកាសអីឲ្យអត់ពីម៉ែឪទៅរសារទ្រព្យទៅអត់ផងទេបើយកទ្រព្យនៅទៅលក់លេងលបែងពាលាបាយមុខសពបែបសពយ៉ាងជួនកាលចាស់បោកទៀតលលាយទ្រព្យទៅអស់ព្រោះខ្លួនអត់បញ្ញាណានេះពុទ្ធលោកសម្ដែងចឹងពុទ្ធសម្ដែងមួយទៀតសម្រាប់អ្នកដែលល្ងងថាបុគ្គលដែលសាបសូន្យចាក់បញ្ញាដល់ប្រសើរហើយសាបសូន្យចាក់បញ្ញាប្រសើរគឺល្ងងណាបងបានលោកនិយាយភាសាសពរពូលឲ្យពីរស្ដាប់បើថាល្ងងដូចធ្ងន់ពេកថាបុគ្គលដែលសាបសូន្យចាក់បញ្ញាដល់ប្រសើរហើយទោះបីជីវិតរស់នៅនេះក៏ជីវិតនោះប្រកបដោយសេចក្តីទុក្ខប្រកបដោយសេចក្តីថ្នាក់ថ្នាក់ប្រកបដោយសេចក្តីជាចង្អល់ប្រកបដោយសេចក្តីសោកសៅក្នុងជីវិតនឹងអត់បានសេចក្តីសុខទេពីព្រោះវាខ្វះវត្ថុ4យ៉ាងហ្នឹងឯងដែលធ្វើជីវិតឲ្យសោកសៅហើយសម្ពុតខោអាវក៏អត់ល្អបើស្ងាត់មានខោអាវទៅជុះអានោះមានអីល្អខោអាវទៅជុះអានោះមកពីខ្សត់ក្រក់សត្វមកហូបអាហារក៏រកបរិភោគមិនគ្រប់គ្រាន់ចិញ្ចឹមជីវិតខ្លួនផងចិញ្ចឹមប្រព័ន្ធផងប្តីផងវាខ្វះសោកក្រក់បានព្រឹកខ្វះល្ងាចបានថ្ងៃនេះខ្វះស្អែកនេះជីវិតនោះវាសោកសៅជានិច្ចជន់នោះមិនមែនរងទុកតែក្នុងជីវិតដែលរស់នៅតែអស់ជីវិតទៅនឹងធ្លាក់ទៅកាន់អបាយភូមិទៀតនេះពុទ្ធលោកប្រាសួរថាម៉េចបានធ្លាក់ទៅកាន់អបាយភូមិតែមនុស្សតែក្ររកបរិភោគមិនគ្រប់ឲ្យលួចគេក៏តែលួចបោកប្រាស់គេក៏បោកពេញទៅភូមិហើយលោកប្រាប់ហេតុចាទៅសម្រាប់សត្វអូម៉ងចောင်းសន្ទូចយកមកចិញ្ចឹមជីវិតជួនកាលយកការសម្រាប់សត្វនឹងមកជាអាជីវកម្មជាសម្រាប់មិនទេគោឲ្យជ្រូកឲ្យលុកទៅសុទ្ធតែអំពើទុច្ចរិតព្រោះអំពើនោះឯងតែទាញមនុស្សដែលល្ងងឲ្យជ្រាបទៅកាន់អបាយភូមិទៀតពេលតោកទាំងពីរហ្នឹងក៏លោកសំដែងអាចគិតមកដល់បកមានហេតុមានផលច្បាស់លាស់ព្រះសម្មាសម្ពុទ្ធលោកសំដែងអាស្រ័យហេតុនេះហើយបានជាពុទ្ធលោកសំដែងទូលមានព្រិបដមនុស្សទូទៅឲ្យសន្សំបញ្ញាធ្វើបញ្ញាឲ្យកើតមានឡើងដល់មនុស្សគ្រប់គ្នាដែរព្រោះយើងនិយាយថាបញ្ញាបល័យថាប្រាជ្ញាយើងថាប្រាជ្ញាយើងអត់ដឹងថាម៉េចទេបញ្ញានិងប្រាជ្ញាបញ្ញាជាបល័យប្រាជ្ញាជាសង្ស្ក្រឹតខ្មែរយកមកប្រើដល់ប្រែជាខ្មែរថាសេចក្តីដឹងសេចក្តីស្គាល់
tu tau là ở akra ở chia tu banya ở vậy đại dương mình sửa ở miền banya để trao tại riêng riêngนี่บางคนเราจึงเอาแบบเอาสวายเราปัญญาบ้านอ้อยเรียนโซดโดยปกติเชื่อว่าเรามาครูเยอะเราจะเนี่ยมีปัญญาก็ปกจังเกี่ยวกับความเราเลยลงบ้านยังเราเรียนโซดตรงนี้โปรเลยใครแต่พุทธศาสนาเจียศาสนาปัญญาคือเจียศาสนาปัญญาบางเรียนมาเรื่องเอาเรียนปัญญาตรงนี้ต่อออกหรือถ้าเจียศาสนาได้บำบัดสิ่งใดลุงง่วงบำบัดอวิชชาได้โลอายุบำบัดโลภะโทสะโมหะนั่นคือลุงง่วงนั่นสมองก็อาจจะเพราะโมหะนี่นำมโนพอไอรองตกสัมผัสสัญญาณออกบ้านเสียยืนเต้าเรียนโซดเต็มออกนี่สำหรับผู้สมณะนักน้องพุทธศาสนาเนี่ยก็เราเรียนปัญญาปีมันเมาอัดเมียสลาเรียนเต้เนี่ยนาบูน้ำครูนาเรียนจะไปครูนังไออัดเมียสลาเรียนเต้ปีโบราณกาลเพื่อแต่ปารังเต้ปังการอัดเมียสลาเรียนด้วยทางไปเชียร์ปนัดอัดเมียสลาเรียนซะเมียแต่เวิร์ดมันเวิร์ดเชียร์สลาเรียนก็เวิร์ดนั่งเชียร์มันตีเป้เวิร์ดนั่งเชียร์โตลากาสำหรับแม่นะว่าเวิร์ดนั่งเชียร์สัพพยกรรมของเรียนวิจิตรอัพนั่นเวิร์ดก็ตามไปศิลปะดนตรีไอ้ต่างปันแต่ดอรัฐบาลลูกของการสลาอ้อยเรียนอ้อยไปเชียร์เรียนแล้วก็ไปเชียร์รัฐเรียนเอาสลาไปวันนั้นแต่เรียนแต่น้องวัดสมัยเปรี้ยเรียเชียร์ก่อนสลาก็เรียนน้องวัดเพราะแม่สลาแต่กล่าวปันนั้นวัดเชียร์สลาเรียนปันนั้นจำแนกไปเชียร์อ้อยพอดอกกลายมาในกรมพลังลูกของการสลาปไหลสำหรับประสังเรียนพี่มนอัดเมียนได้เนี่ยนะพวกครูน่าเรียนครูน้องไอ้เนาะไปปังการสลาทางกราฟอ้อยไปเชียร์ประเรียนอ้อยเรียนจังปีโดที่นี่ก็ลำไปเพื่ออ้อยเรียนปัญญาครุฑเนี่ยต่างออกด้วยสำหรับพุทธศาสนาแต่ประสังละงงคลาวเฮยประสังนั่งไอเนี่ยผมพลานศาสนานะเนี่ยแต่ละงงผมพลานศาสนาพระบาลเรียนเอาเซลสมาธิปัญญาเรียนประวินัยประสบประอภิธรรมเราหายโยกแต่เดรัจฉานไปเชียดักงำโยมเงียก็เดรัจฉานไปเชียก็คนโลหามโลซังแต่ละงงโยกเดรัจฉานไปเชียดักงำโยมเงียวันโยมเงียดังพังเชียทลาหนึ่งลูกได้ปกเปรตเข้านำไอ้ผมพลานศาสนาอย่างไรอันนี้เชียให้ผมพัดตรวจนักทมผมพัดโดยสำหรับประสังเมียนเปรียอุปเชียเมียนเปรียผู้เจ้าอัติกาไอ้เปรียมันไตรสังสระแค่แต่อ๋อเชียสังเทียไปดาเชียเอาปุ่มเพราะเมียนไม่ได้เมียได้เอาถ้าเชียสังกับไปดาได้กรุบกรองไปปัจจินเจมแทรสาประสังแต่ก่อนนู้นแต่เราเอาศึกษาเรียนโซตีโบราณผู้ครูนาเรียนครูนกมาแล้วสรุปเมียสลาไปให้บูรุษเยอะเป็นชุนเอาตัวการสลาเรียนเราวัดเยอะอัดเมียสลาเรียนแต่ครั้งนำซะเอาตัวการสลาเรียนวัดน้ำได้เมียสลาเรียนเอาเรียนนู้เปรียบประหยัดแต่เธอไปไตรไปดอกไปไตรไปดอกเมียนสำแดงครบให้ขนมครบทั้งออกเอาแต่ศึกษาเรียนโซต้องการปัญญาเช่นได้ไงหนึ่งบานเตอเชียบเด็กครบเนี่ยทั้งออกแต่บางมันเรียนแต่เธอโซได้เด็กสอบให้ปึ้งโซดมอนลำเตี้ยโซดบอลกาโก้แต่ดาบบางสกอลเธอบอลจุ่มตัวไม่ตัวเอาเลยนะว่านั้นเชิญสัตว์เป็นจะตัวเราสีออกมาเนี่ยบ้านเราลูกซองกันโยมใหญ่ไปเปิดในเตาเรียนเดี๋ยวตัวลงตัวเลี้ยงเราก็น้องพอตายไปดอกเธอจำรานลุดเลือดโดยปัญญาเจียเธออับร่างกายเวียจัดเอาสงบแล้วอ๋อนี่สำหรับประสงค์เตาเรียนอ้อยดอกตรานในวิจิตรสัปดาห์นี้เราอาณาจักรนางพุทธจักรโน้ตเชื่อประกวดไปเจริญที่นี่อาณาจักรก็เป็นเนียนธนะปริญญาบัตรอนุบัณฑิตไปแต่ที่นี่ทางศาสนาก็เมียนไปแต่ที่นี่โดยประกวดที่นี่แล้วยังประสังยังทำสู้จังกระหายก็เคยเรียนตามโคตรบัญญัติเจ้าคณะส่งดักตื่นกรุบกระอมได้เชียร์สัมมณะจังไรตรุษเราเอาตั้งจัดคอมศึกษาเรียนโซเอาบานดอกตรานในวิจิตรให้เอาปกพระตามปุติกาบอกพระสมมาสัมพุทธแต่พอองค์ลูกเอายืนสันซ้ำปัญญาเวกาปีเรียนโซไปยมเรียกอะไรมันนึงมีปัญญานักอะไรแต่ยืนลงงให้ผมพลายศาสนาออกเลย
ไปเชี่ยวประรัตโดยเดียตการนาไปเชี่ยวประรัตงงหอยเรียกเจรธาพิบาลอภิวัตประเทศเชี่ยไม่เอาแต่รู้เต้ไอ้ดำมาจำมือทอมเนี่ยไอ้ดำมือแต่ขนมประเทศเมียนใช่ได้ไงก่อนถ้าเราไปเชี่ยวประรัตติเช็ดจะเมียนครบแบบอย่างเตเมียนปัญญาเชี่ยรักมันไทยกายยังเป็นยอดก็ที่ตัวเฟื่องบานอย่างนั้นเรายังปรับติดกัดเสกรรมเป็นเศรษฐกรรมเตเมียนปัญญาที่ตัวอยู่กับยังการช่วยเจ้าผู้ที่ไอ้ดำไปเชี่ยวประรัตที่ยอดตัวเฟื่องบานอันนั้นไปเชี่ยวประรัตเนี่ยปัญญาแต่ไปเชี่ยวประรัตงงหอยออกเส้นเทอร์มันเรียกkata apa atau rute kalau ngomong đây cô đây có bây giờ thử ấy còn mà tình co thì chạy xì cho hà mà dùng co đó mó vô cần xe vô cả mãi thì chạy cả đóแต่ធ្វើអីអត់កើតទេនេះគឺចាក់ទាំងពីរដូចគ្នារាជរដ្ឋាភិបាលតែប្រជាពលរដ្ឋល្ងងខ្លៅឲ្យអត់អភិវឌ្ឍទៅរួចទេគឺថាពលរដ្ឋប្រជាពលរដ្ឋប្រជានរាជនេះជាកម្លាំងរបស់រដ្ឋប្រជានរាជជាអ្នកកសាងប្រទេសជាតិរដ្ឋាភិបាលត្រឹមតែលោកជួយទំនុកក្នុងមធ្យោបាយទេមធ្យោបាយទេប្រជាពលរដ្ឋអ្នកធ្វើបើប្រជាពលរដ្ឋល្ងងអស់សង្ឃឹមព្រះសង្ឃក្នុងពុទ្ធសាសនាដោយតែតែព្រះសង្ឃល្ងងខ្លៅហើយពុទ្ធសាសនាអត់មានសង្ឃទេហើយដល់យូរទៅខ្លួនបួសជាព្រះសង្ឃប៉ុន្តែប្រព្រឹត្តសដេរឆានវិជាទាំងអស់ឃើញទេវិដេរឆានវិជាពុទ្ធលោកហាមអត់ឲ្យធ្វើតែអ្នកបួសដល់ខ្លួនឯងល្ងងទៅធ្វើតែហ្នឹងឯងវិញញោមញាតមិនដឹងផងអើយលោកជួយសង្គ្រោះយើងសង្គ្រោះដែលវាមិនប្រកបដោយធ្វើពុទ្ធលោកអត់ទទួលយកទេអាហ្នឹងបងតែសង្គ្រោះប្រកបដោយធ្វើអប់រំដោយសិលសមាធិបញ្ញាទៅនេះអាស្រ័យហេតុនេះបានជាបង្កើតពុទ្ធិកសិក្សាប្រគេនគ្រប់ព្រះអង្គឲ្យសិក្សារៀនសូត្រគ្រប់គ្នាទាំងអស់កុំឲ្យបង់ចោលហើយព្រះអង្គគិតមើលស្រួលបំផុតបច្ច័យទាំងឡាយ4វត្ថុ4យ៉ាងញោមញាជួយទំនុកបំរុងអស់ហើយព្រះអង្គមានតែរឿងរៀនប៉ុណ្ណឹងឯងណាមានតែរឿងរៀនប៉ុណ្ណឹងមកមកវិញព្រះអង្គគឺការងារគឺរៀនណាមានប្របាក់តរោស្បង់ជាពោមានបាក់តរោអាហារបិណ្ឌបាតណាបើទុកថាដល់បិណ្ឌក៏ញោមក៏ដាំឲ្យឆ្អិនឲ្យដាក់ក្នុងបាតឲ្យស្រេចឲ្យមិនឲ្យអង្គយកមកដាំទេក៏ជួយចឹងគាត់សារាវិហារក៏ធ្វើឲ្យហើយឆ្នាំជាបារោគជួយឲ្យតាមមានពលអីមានតែរឿងរៀនប៉ុណ្ណឹងឯងប៉ុន្តែប្រយ័ត្នដល់រៀនទៅចិត្តនឹងវាបែកហើយបែកអនាបរានហ្នឹងបោះបង់ការរៀនសូត្រចោលរៀនទៅឈប់ច្រើនដល់ពេលសាលាគេដកបែកកាព្រាគេឈប់ឲ្យរៀនហ្នឹងដល់ហើយណាខ្លួនយើងឯងយើងមិនគោរពច្បាប់ម្ល៉េះហើយត្រូវថែរក្សាគុំក្រងចិត្តឲ្យមូលកុំឲ្យវាបែកអនាបរានទៅនេះផងដល់ផងថប់បែបសត្វយ៉ាងបានបុរាណដូនតាលោកនិពន្ធច្បាប់ប្រាប់ថាអ្នករៀនទាំងឡាយប្រយ័ត្នរាយមេយប្រុសក្តីសល់វត្តត្រូវខំមិត្តរៀនចំណេះសាកលត្រាតែបានដល់ត្រៃត្រានវិទ្យាជាត្រឹបប្រើបានសពគ្រប់លើសត្រឹបនានាអ្នកមានត្រឹបស្រាប់អាប់អិតវិជាមិត្តភក្តិបងនេះគេច្រើនមើលងាយមានត្រឹបសម្បត្តិតែខ្វះវិជាក៏នៅតែមិនខ្វះដែរនៅតែគេមើលងាយចឹងដែរនេះសំជានេះបុរាណលោកដាស់តឿនណាបើចាក់កុំឲ្យចិត្តរេងាយសោះបើចង់លាសិក្ខាបទសត្វទៅវិញចាំរៀនយកបណ្ឌិតឲ្យបានសិនស្រាប់បានទេគ្រប់អង្គហ្នឹងលោកខ្ញុំកណាសុំបតិគ្រប់អង្គចង់លាសិក្ខាបទទៅវិញយកបណ្ឌិតឲ្យបានសិនឲ្យទៅជាបញ្ញវន្តស្រាប់បានទេហ៎បញ្ញវន្តនេះបើចង់លាសិក្ខាបទទៅវិញបើថាមិនចង់លាទេនៅទៅបានបញ្ញវន្តជាអ្នកចេះដឹងសាសនាដឹកនាំអប់រំប្រជាពលរដ្ឋបានសម្រាប់ធ្វើកិច្ចការជួយដល់រាជរដ្ឋាភិបាលការអប់រំនោះសំខាន់ណាស់ណាកាលណាតែមនុស្សมันមានសិលធម៌ល្អមនុស្សប្រព្រឹត្តប្រទេសផ្ដាស់ទៅធ្វើឲ្យសង្គមច្បុកច្បល់ដោយសារអត់មានសិលធម៌អប់រំឲ្យមានសិលធម៌មនុស្សនោះស្ងប់ស្រួលយ៉ាងបាទលោកខ្ញុំណាសុំគ្រប់អង្គបានទេឲ្យអង្គនេះហ្នឹងហើយប្រយ័ត្នបើសិនណាจะគ្រប់អង្គរៀនឲ្យបានបណ្ឌិតគាត់នឹងប្រមាណ100ចឹងនេះបណ្ឌិតក្នុងប្រទេសមានជ័យនេះប្រមាណ100បើឲ្យសង្គមរីកចម្រើននៅជាអ្នកបួសក៏កំត្រាសត្វជាប្រសងក៏ជាបរិបទកំត្រាក៏មានប្រយោជន៍ទាំងអស់អត់តែបើថាល្ងងហើយហើយអានឹងយ៉ាងអែមខ្ញុំណាសំគ្រប់អង្គចំណែកអត់ថាទេសត្វទៅវិញក៏សច្ចតែឲ្យបានបណ្ឌិតសិនវិញម្យ៉ាងទៀតប្រពន្ធលោកសំដែងប្រាប់កុំឲ្យថាយើងអ្នកស្រុកស្រែជនបទវិញនៅថ្មពួកនៅបន្ទាយឆ្មាតអីថាយើងអ្នកជនបទវិញនៅថោកទាបចឹងឯងអត់មែនចឹងទេប្រពន្ធលោកប្រាប់ថាអត់ចឹងទេលោកថាមនុស្សមិនថោកទាបប្រុសពូជប្រុសជាតិប្រុសត្រកូលទេ
มันนกก็ไม่ทลายทนอขวางขวางประปุยประเจียดประตะโกนอ่ะนี่เสียปนเอกาประปนตัวสันใดยังการเอาชนบัดจำกัดมันโยเมนแต่ยังศึกษาเรียนสอนเอาเมียนปัญญาชราเมียนชราเทียเต้าจีเนี่ยทลายทนอขวางขวางต่อนะสมัยพระอัมจำปนเอกาประปนเฮ้ยบอกว่าเมนขวางขวางประปุยประเจียดประตะโกนแต่การขนมตีกรองตะโกนมันไตรใส่ทายามาตะโกนเขาบอกแต่พอเปิดเปิดเท่าเทียบมันเรียนมันสอนเท่าเทียบโลอันสันดาวตรังตะโกนเต้ก็สันดาวตรังอำเภอละอำเภอละอำไม่ต้องเตะต่อในบ้านส่งกลมอ้อยก็ได้อันเนี่ยแสดงเนี่ยเชิงกาเท่าเทียบอันนี้เนี่ยจะเกิดจะขอก็เป็นปัญญาที่ข้างกระเพื่อข้างอาณาจักรพอข้างกระเพื่อพอพูดรู้สำแดงปรับท่าบอกเรามันไม่ซับได้เชียบมันเล็กน้องตีซับครบอันเลยเต้เนี่ยรีบะเมียนปัญญาชนะก็เชื่อมันได้แต่เนี่ยก็ร้อยตำไรด้วยแต่กันนี้สมัยบพพิเคราะห์เนี่ยบุเอกเปล่าพิเคราะห์ไหนสไรพิเคราะห์เพศเปล่าเวอร์ไอเมียนฉิบเมียนเอกตะตะเกียข้างปัญญาข้างธรรมกทึกข้างเคลียงเธอไอ้สไลไอ้ข้างนั้นข้างไอ้ตะอ๋อเนี่ยพิเคราะห์ไหนเวอร์ปานไม่เที่ยงอ๋อมาพุทธะโดยแต่กันนี้เมทเอาเออาเมนเมียนบันทึกบานแต่บรอใส่เธอมาอัเทอันนั้นจ้ะแล้วปัจจุบันนี้ยังเคยอยู่เลยหรอกสระสีมสไลไตเธอรันตระพมุกราคาริบาลนี่เจสกายเพียเจสกายสระตัวตามพฤติกรรมผมอะไรมาอย่างนี้ก็คงไปเล่นอัปบาก็สไลได้ไปประเทียนก็สเปียก็สไลได้อันนี้ยังเมื่อคืนยังต้องออกเนี่ยไม่พอคนเราสำเร็จทำแม่เท่าเทียบประพูดประเจียประตะโกนเต้เราแต่คอมเรียนไอเจ็ดครึ่งเนี่ยครบอย่างสไลอย่างเราละบ้านก่อสร้างปฏิเชียดยังบ้านอภิวัตปฏิเชียดยังบ้านจำรันดีรูดีแล้วตัวหมดพระสมมาสัมพุทธลูกสำนักที่จักกับเธอจักกับคือกองลูกเป็นเนี่ยเธอบุญยางนั่งเวลสังคมของเวลสังคมมนุษย์เอาแต่การศึกษาสอบตีมวยปะในรูปปฏิสวะสอจักปฏิดอสัมกูคือแกปะแกใช้เอาเวลาออกตำเนิบออกโดยเชียปีโบราณเยอะปีโบราณ5-6-7 ชนมันเราทนอเลยอันนี้สะอาดไปจับทุกข์ห้องจับเขาสู้จังแต่มาสมัยนี้กี่ปัดในรูปแกชนะเราบอกแต่เดี๋ยวมันเอาแต่จะเอาไปจับเชือกเขาสู้จับไปตรงนั้นกับปัดในรูปเพราะแกชนะเลยเราเปลี่ยนทรองซึ่งเธอเชื่ออัตราการรับเชื่อปัดเอาสมัยกี่ปัดในรูปเอาแต่เชือกไปตรงไม่นี่กี่ปัดในรูปแกชนะสมัยแต่ชีวเพียบเครื่องสัมภาระปราพระพรมนกที่ใกล้ชนะปีสมัยมนเพื่อตำหน้าต่อการเพื่อตำหน้าปีทุ่มมวยต่อทุ่มมวยอาตมาลิจักจักกระทาเนี่ยซิมเรียกเพื่อตำหน้าต่อพนมปิงชิดกันรักแท้มันตลอดบอลเตะเราบอลเตะโบบอลเตะกับใบชีแซชีตำไรแล้วเยี่ยงเช่นนี้อันเราจะปักในรูปชกเมียนชีเตะชีแซที่ไอ้สัตย์เยี่ยงสัตย์ยวนอันนี้มันต้องจะปักในรูปแต่มันเมียนปัญญาเพื่อแต่ตาพุทธะนั่นน่ะปักไก่เชียงหนุ่มวันนั้นแต่โยมเนี่ยแต่เทวดาปักไก่เชียงแต่สมยศตะเกิดต่ออันนั้นบางจังหวะบางเราสัมปัญญาเราจะปักในรูปไว้จะเอาคือละอเมื่อเขาเอาสมบีอุปเปียละอตรงนี้แต่ตรงตาเยอะสิสมควรขี้เชี่ยเล่นคูนกันได้แล้วต้องมารูปของภาษาพยัญชนะชีวิตอันนั้นสมัยสัตวตีดับตีดับไปมันเกินปักในรูปบานแล้วติดปักโดยไก่ชนะเป็นมันคิวสลายสัตโกงสัตโกไปอันนั้นสัตโกย้อนอันนั้นก็ปักได้ปุ๊บไปต่อถ้าอารมณ์เราพนมปฏิเราซ้ำกู้นั่งมวยที่ปีสัปปเรโซปะสังเสวียการอนเราจะมวยหนองปูสัปปะรคือเนี่ยได้มันประพฤติเปื้ออักระเรายังสัปปะรจรานาตาทางเพศสองก็เชื่อสัปปะรทางอนาจารโลก็เชื่อสัปปะรเนี่ยได้มันประพฤติเปื้ออักระก็สัปปะรเกริยาได้ใส่พวกรอนเราจะมวยหนองสัปปะรนั่งมวยที่ใบอัตตสมาปะในที่กาตมกอลลุดไอตรังเราขนมพุทธศาสนาคือเชื่อไอพอลอัดเมียนชื่อบาปไม่สัจจังไอเตพออัดเมียนชื่อเตอันนั้นอัดไอพอลอัดตมกอลไอตรังเมียนไอพอลคือมันโนรถเราช่วยกาบานรถบานชื่อนี่ชื่อกำพอลแล้วไอตรังจังตีบุญคือปกเปกัตปัญญาตาพลุดเพียบพลุนเนื้อเชียนเนี่ยซ้ำๆใส่กระไดละอคือทบบันตุกหายขนมกลางมันเปียทับบอลคือใส่กระไดละอได้เยอะบานทบบันตุกลางมันเมียนและตนะบุญนี้เติมเยอะบานสองสูใส่ออกนั้นแล้วก็เตยเยอะจะประกอบด้วยอังบุญน้อยเราครับเลยเยอะบานใส่กระไดสองป
ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេដល់យូរទៅមនុស្សគេមានបញ្ញាចេះឆ្នៃប្រឌិតឲ្យបានទៅទៀតក៏នឹងបានពុទ្ធសាសនាលោកសម្ដែងពីបញ្ញាតែមនុស្សមានបញ្ញាធ្វើអីក៏បានដូចជាឯកឧត្តមលោកជំទាវអស់លោកឃើញស្រាប់ហើយគ្រឿងប្រើគ្រឿងចាក់យើងប្រើទំនើបដោយទូរស័ព្ទប៉ុណ្ណឹងយើងមើលទាក់ទងគ្នាបានមកផែនដីឮសំឡេងឃើញរូបគ្នាទៀតបងអស្ចារ្យណាស់ណាបងវាអ្វីទាំងអស់គ្រឿងបច្ចេកវិទ្យាឲ្យយើងមើលឃើញទាំងអស់នៅសង្កានបាត់នោះយន្តហោះដែករាប់តោនដែកលើមីបានហ្នឹងរាប់តោនអានោះមនុស្សគេធ្វើពីបញ្ញាគេហ្នឹងឯងណាបងមានបញ្ញាធ្វើបានទាំងអស់នៅធំបំផុតគឺបញ្ញានឹងសូមឲ្យយន្តអស់គ្នាបញ្ញាតែមានបញ្ញាគេធ្វើឲ្យបានទាំងអស់សម្រាប់គ្រឿងសម្ភារៈដែលយើងប្រើប្រាស់ធ្វើជីវិតយើងឲ្យរស់ដោយសុខស្ដីនេះដែលប្រយោជន៍បច្ចុប្បន្នដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងធ្វើប្រយោជន៍បច្ចុប្បន្នឲ្យសម្រេចសិនឲ្យជីវិតរស់នៅស្រួលសិនអាចធ្វើការអីទៀតបានប្រាប់ប្រយោជន៍បច្ចុប្បន្ននេះជាគ្រឹះជាចិន្តាសម្រាប់ឲ្យទៅកាន់បរៈលោកបានទៅកាន់ព្រះនិព្វានបានបើយើងអត់មានទ្រព្យសម្បត្តិបានទ្រព្យអីទៅធ្វើទានជាទុនដើម្បីទៅកាន់និព្វាននោះអត់ទៅរួចទេនេះបើសម្បត្តិមនុស្សនឹងវាជាហេតុបើជាបច្ច័យដែលឲ្យទៅสู่ព្រះនិព្វានបានព្រោះបានឥឡូវនិយាយនេះវែងឆ្ងាយណាស់តែអញ្ចឹងនិយាយថាធ្វើម៉េចឲ្យជីវិតបច្ចុប្បន្ននេះរស់នៅជាមនុស្សឲ្យជីវិតបានសុខសួស្ដីជោគជ័យមង្គលព្រះសម្មាសម្ពុទ្ធថាទ្រុបត្រាតែមានទ្រព្យធនច្រើនពេលរកទ្រព្យធនបានច្រើនតើតែមានបញ្ញាហើយបច្ច័យហ្នឹងណាដល់បងបើអត់បញ្ញាអត់ទៅរួចទេអញ្ចឹងបើយើងបច្ចុប្បន្នកំពុងតែឲ្យកូនឲ្យចៅសន្សំបញ្ញាពោលដើម្បីនឹងកសាងប្រទេសជាតិយើងបានតែអត់បញ្ញាអត់ធ្វើអីកើតទេនឹងពុទ្ធសាសនាពុទ្ធលោកសម្ដែងចឹងបងអញ្ចឹងអាត្មាចូលរួមមិនហ្នឹងចឹងដល់ម៉ោង 4 ណាបងនិយាយគាត់ថាបង្ខំឲ្យរៀនឲ្យសូត្រទាំងព្រះសង្ឃទាំងអាណាចក្រណាបងឲ្យរៀនទាំងអស់គ្នាបងព្រោះយើងនិយាយថាពួកនឹងអាចជាទំពាំងស្រង់រស័យហ្នឹងបងវាអត់លោកត្រូវអត់លោកត្រូវភ័យព្រួយបងបើកូនចៅរបស់យើងល្ងងហើយយើងមិនឲ្យងាប់ទៅវាថែរក្សាទឹកដីមិនបានnó ត្រូវព្រួយអញ្ចឹងណាបងឲ្យវាថែរក្សាទឹកដីតែឲ្យកងវងបងដោយសប្តាហ៍ថ្ងៃនេះគេថាស្នេហាជាតិគឺស្រឡាញ់ជាតិតើមានដឹងថាក្នុងជាតិនឹងមានអីខ្លះទេក្នុងជាតិមានភាសាមានអក្សរសាស្ត្រក៏មានទំនៀមទម្លាប់ប្រពៃណីវប្បធម៌សិល្បៈម៉ូដតន្ត្រីអីទាំងអស់តាំងពីមហូបអាហារអស់អានឹងជាអលង្ការរបស់ជាតិព្រោះតាកាលណាបាត់បង់អនុឲ្យជាតិអាក្រាតដែរនឹងស្នេហាអីទេបងអានេះសំជ្រាបយ៉ាងបងនេះពាក្យថាស្នេហាជាតិតែមនុស្សល្ងងមានបានស្នេហាណាមានបានរសាណាបងអត់បានរសាគង់វងទេអត់តែនឹងតែមនុស្សនេះមានបញ្ញាបានរសាបាននឹងសំអែដើមដូចជាទៀតអត់ជ្រាបដែលអាត្មាចូលរួមចំណែកចាំដូចតែពីរឿងបញ្ញាមួយប៉ុណ្ណឹងឯងប៉ុន្តែលើកឧទាហរណ៍ពីនោះមកផ្សំដើម្បីឲ្យយល់បងតែអត់បញ្ញាអត់សង្ឃឹមទេបងធ្វើឲ្យបានទេបងចូលស្ដាប់បានទេសមណៈសិស្សយើងទាំងអស់ហ្នឹងណានៅឯងតែល្ងងហើយអស់ហើយសាសនាខ្លួនឯងអ្នកបំផ្លាញរួចពុទ្ធសាសនាពុទ្ធលោកថាក្រហមក្នុងបព្វជិតទៅតែព្រមព្រៀងរួបរวมគ្នាបោកបានថែរក្សាសាសនាបានព្រោះបរិស័ទអាចទំនុកបំរុងបច្ច័យទាំងឡាយ4ដល់ពួកបព្វជិតហ្នឹងក៏ជាគ្រឿងដែលបំបត្តិបំនៅសេចក្តីវិន័យធ្វើហេតុឲ្យប្រព្រឹត្តល្អទៅបានហ្នឹងបងទើបញ៉ាំងព្រះសទ្ធិដែលជាធ្វើសែនចាក់យោគៈនឹងបានសិក្សារៀនសូត្របានហ្នឹងព្រោះសម្រាប់ញោមញាតជាក្រហមត្រូវតែបានទទួលស្ដាប់ធ្វើដែលប្រសង់លោកសម្ដែងប្រាប់ពីសាសនានោះពយល់ពីទានសេតពីនេះពីនេះគឺផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក៏បានពុទ្ធសាសនានេះគង់វង្សហើយញោមញាតបានយល់ធ្វើរបស់ប្រសង់លោកសម្ដែងប្រាប់ឲ្យក៏ជ្រះថ្លាការធ្វើទានរក្សាសិលឲ្យជាដើមតាមរយៈប្រសង់នឹងឯងក៏ផ្ដល់ប្រយោជន៍ឲ្យដល់គ្នាអញ្ចឹងក៏អាស្រ័យនេះដែលប្រទេសជាតិរបស់យើងលើកពុទ្ធសាសនាមកជាដាក់ក្នុងច្បាប់កម្ពុជាជាសាសនារបស់គាត់គឺធ្វើឲ្យព្រះសង្ឃក្នុងប្រជាប្រដ្ឋស្និទ្ធស្នាលនឹងគ្នាបងប្អូនអត់ឲ្យបែករលែកគ្នាទេបងចឹងសំចូលក្នុងថាស្ដាប់បានហើយទាំងអស់គ្នានិយាយងាយៗថាបងនិយាយមកបញ្ជាក់លើកឲ្យបងថាសំខាន់គឺបញ្ញាតែមានបញ្ញារស់នៅស្រួលរកទ្រព្យរកសម្បត្តិបានបើចាស់ត្រូវយើងសន្សំបញ្ញាឲ្យបានគ្រប់គ្នាដោយការសិក្សារៀនសូត្រអក្សរសិល្ប៍វិទ្យាទាំងអស់នឹងចម្រើនបញ្ញាលូតលាស់ដល់អ្នកទាំងឡាយគ្រប់គ្នាឥឡូវប៉ុណ្ណឹងសំបញ្ចប់ប៉ុណ្ណឹងចឹងក៏ចូលរួមចំណែកដូចច្រើនពេកផងដែរបើនិយាយទៅមក4លើកទៅហើយបើចឹងមុននឹង
បញ្ចប់ក្នុងការចូលរួមបវិសនកាលនៅខេត្តបន្ទាយមានជ័យនេះក៏សូមប្រគេនពរស័ក្តិសាធុការជួបអាត្មានៅវាវល់ទៅគូជឿនកណ្ដោងគ្នាមានទេសនាមួយទៀតនៅឯស្រុកមោងខេត្តបាត់ដំបងនោះពេលល្ងាចហ្នឹងបងបើអញ្ចឹងក៏សូមផ្លាស់ប្ដូរកម្មវិធីបុណ្យកណែថាសូមឲ្យទេសនាព្រឹកទៅបើបានសម្រួលនឹងលោកម្ចាស់កម្មវិធីលោកក៏យល់ព្រមអាត្មាក៏រួចខ្លួនកុំអីមិនដឹងទៅឯណាទេបងល្ងាចទាំងពីរកម្មវិធីមិនដឹងទៅឯណាទេរើខ្លួនមិនរួចបងអញ្ចឹងសូមថ្លែងអំណរអគុណនឹងព្រះអង្គដែលជាកម្មវិធីបុណ្យលោកមានអធិស្ឋានយោគយល់បានសម្របសម្រួលកម្មវិធីទេសនាហ្នឹងត្រឡប់មកពេលព្រឹកវិញអញ្ចឹងយ៉ាងថាអាត្មារួចខ្លួនទេចប់ហ្នឹងឡើងទៅម៉ោងបងពីម៉ោងនោះគេនិមន្តយូរដែរតែបើទៅសេទៅវាភ្លេចមើលអាកំណត់គេហ្នឹងបងវិលវល់សូមអរគុណនឹងព្រះអង្គយ៉ាងក្រៃលែងដែលបានសម្រួលកម្មវិធីបុណ្យនេះមកទេសនាពេលព្រឹកទៅវិញបងមុននឹងសម្ដែងធ្វើទេសនានេះអាត្មាភាពសូមរំលឹកប្រគេននឹងជំរាបជូនចំពោះបកករណានិងញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ថាយើងទាំងអស់គ្នានេះជាមិត្តរួមនឹងគ្នា3យ៉ាងពាក្យថាមិត្តនឹងបានន័យជាភាសាបាលីបានន័យថាអ្នកដែលជិតស្និទ្ធនៅរួមសុខរួមទុក្ខជាមួយនឹងគ្នាហ្នឹងគេមិត្តដូចជាមេដាបិតាជាមិត្តរបស់កូនប្រុសស្រីទាំងអស់បើប្រុសកូនប្រុសស្រីរួមសុខទុក្ខជាមួយលោកថែរក្សាការពារក៏សេចក្តីសុខទុក្ខកើតឡើងដល់កូនហ្នឹងសម្រាប់ស្វាមីជាមិត្តនឹងភរិយាជាមិត្តនឹងស្វាមីនឹងចាំនៅចិត្តស្និទ្ធរួមសុខទុក្ខគ្នាហ្នឹងពេលម្យ៉ាងទៀតមនុស្សដែលរាប់អានស្រឡាញ់គ្នាមានអធិស្ឋានចិត្តថ្លើមដូចគ្នាក៏បានរាប់អានគ្នាទៅជាមិត្តរួមសុខរួមទុក្ខជាមួយនឹងគ្នាដែរបងប៉ុន្តែមិត្តក្នុងទីនេះបញ្ជាក់ថាយើងទាំងអស់គ្នាមិនមែនជាអ្នកកន្ទាតដតីណាទេបើសិនណាយើងស្រាវជ្រាវរកហេតុផលគឺយើងទាំងអស់គ្នានេះកើតនៅលើទឹកដីកម្ពុជាកំណើតរបស់មនុស្សវាចេះតែច្រើនធៀបឧបមាទៅលោកឪពុកមួយនេះម្ដាយមួយគាត់មានកូន6 7ដល់កូន6 7នឹងមានគូសកលទៅកូនមួយនឹងមានកូន6 7តទៅវារីកកំណើនចម្រើនបើអាស្រ័យនេះហើយភូមិមួយនោះវាជាងអៀនវាត្រូវទៅនៅក្នុងឃុំមួយទៀតហើយដល់ឃុំមួយទៀតវាចម្រើនទៅវាកំណើនមនុស្សច្រើនជាងអៀនទៅស្រុកមួយខេត្តមួយនេះវារៀលដារីទៅដល់យូរទៅពេះពេញទាំងបរិជាណាចក្រកម្ពុជាយើង25ខេត្តក្រុងហ្នឹងម្ល៉េះយើងទាំងអស់គ្នាអត់ដែលបានគិតទេថាមនុស្សទាំងអស់នៅលើទឹកដីកម្ពុជានេះជាញាតិមិត្តរបស់ផងយើងអត់ដែលបានគិតទេបានថ្ងៃនេះអាត្មាភាពសូមលើករឿងហ្នឹងមកបំភ្លឺជូនអេដាមអ្នកអញ្ញាលោកចន្ទាវញោមញាតិអស់ឲ្យយល់ដឹងថាយើងជាពូជពងវងត្រកូលដូចគ្នាជាកម្ពុជាបតកូនអ្នកកម្ពុជាខេមរៈបតជាកូនខេមរៈជនហើយខ្មែរដូចគ្នាទាំងអស់បងចាស់ពីដើមគាត់ថាយើងនេះតងសោកជាមួយគ្នាទេគាត់និយាយបញ្ជាក់ថាពោះមួយតងសោកជាមួយតែវរីរៀបដើរទៅអាស្រ័យហេតុនេះហើយបានថាយើងទាំងអស់គ្នាជាមិត្តរួមជាតិដោយញោមញាតិពុទ្ធបរិស័ទនៅខេត្តបន្ទាយមានជ័យហ្នឹងបានធ្វើជាបុណ្យផ្កាប្រាក់មកចូលរួមជួយប្រសង់នៅវត្តរើស្រុកគូខេត្តសៀមរាបនេះការប្រព្រឹត្តនឹងគឺល្អត្រឹមត្រូវទៅតាមពុទ្ធសាសនាក៏ដែលយើងជួយសង្គ្រោះគ្នាក្នុងពេលដែលមានធុរៈមានកង្វល់ក៏អំពាល់ដោយកិច្ចការអ្វីមួយយើងជួយសង្គ្រោះគ្នាទៅវិញទៅមកមិនគិតថាអ្នកបន្ទាយមានជ័យនឹងផ្សេងអ្នកសៀមរាបផ្សេងអ្នកកំពង់ធំបាត់របស់ផ្សេងមិនមែនទេណាញោមញាតិពូជយើងទាំងអស់គ្នាសាច់ឈាមយើងទាំងអស់គ្នានឹងសូមឲ្យយើងញាតិគិតថាចឹងផងនេះមានអ្នកណាស្រឡាញ់យើងជាងជាតិយើងជាងបងប្អូនយើងជាងពូជពងយើងមិនមានទេបងមានតែយើងដែលជាពូជពងវងត្រកូលជាមួយគ្នាថ្មីឡើយត្បិតតែយើងនៅខេត្តផ្សេងពីគ្នាមែនតែញោមត្រូវគិតថាជាពូជពងវងត្រកូលរបស់ផងយើងទាំងអស់ដែលជាខ្មែរនៅលើទឹកដីខ្មែរប៉ុន្តែហ្នឹងហើយបានព្រះសម្មាសម្ពុទ្ធលោកសំដែងថាសូមឲ្យយើងទាំងអស់គ្នាជួយសង្គ្រោះគ្នាជួយគ្នាទៅវិញទៅមកក្នុងករណីដែលសាច់ញាតិរបស់ផងយើងមានទុក្ខ
โดยโยมเยียนในประเทศเมียนเจยลือท่านเนี่ยบัตรบองเนี่ยโพสันเสียมเรียบเมียนตุกให้การอัมพีเอาไว้ปีเดาเรียงสงูเพื่อสลายไปเหมือนกันตึกเฉียมนอนชวนเล็กสลาวหรือก็เมียนจอดชุบสังกเรียบบักผมพลุกผมเลิกดูเตี้ยดูสบายไงหรือการเฉียมงืออาสันไอเราสระน้ายังมันกูเอาสนิมเตลือหายป่อกับใบกับวันกับไว้ในการช่วยสังเคราะห์ระบายเงียบอย่างนั้นป่ออ้อยบานรุ่ยพอจ่าอัมพีตงคนนี้เชี่ยพุทธศาสนาแต่เปรียสมาสัมพุทธตรงตูนเมียนเป็นประดาวยืนกับอัคเนียได้เชี่ยพุทธบริษัทนังป่อในตีมวยอาตมาซ้อมรำลึกถ้ายืงบองพระโอนนังเนียต่างอัคเนียนังไงแต่ปีมนยืงได้บานก็เตะสมานตะเนกันตีนาดาเตยเตนโยมเงียดเช่นนั้นบาปีบรมโบราณไหมที่ถ้าก็มอมกันว่าตะโลกสลันกันเนี่ยนาได้ว่าเขาขโมยไม่บ้านะแต่ไม่บ้าเธอเต้าเป็นตะแคงไอ้พวกแซ่สไลต่างตะเนี่ยนะอันนี้สำหรับเนี่ยได้ชื่อชื่อเนื้อปีโบราณนั่งต่อเนี่ยธรรมาซ้ำกรานรำลึกเป็นโยนโยมเงียดแต่เนี่ยนั่งพอได้ธรรมาก็เงียดใส่น้องโยมเงียดได้ธรรมาปุ้ยป้องจมูกโยมเงียดได้แต่เปล่าพอโยมเงียดได้ก็ธรรมาปุ้ยป้องจมูกโยมเงียดอ่ะบางไงไหนเมารีบรับนั่งรับใบอ้อยดังเจสรักเนี่ยผมอ้อยเยอะสลันรับอ่านเนี่ยโนตีปีคือรวมซาเม็ดรวมซายังต่ออาคเนียเชียเนี่ยการพุทธศาสนาโดยเนี่ยเจริญกรมมาลบพุทธศาสนาโดยเนี่ยโยมเย็ดเมื่อตูเต็มมาไอ้ปรำแขกกรองเราเลือดตึกได้กัมพูชีนั่งเมียนเบิดพุทธศาสนาบุญปรำเบิดเชียงก่อนโดยอ้อยตะเมียนเบิดเมียนปีเฮียเมียนอุปทานสลาเมียนก้อนเมียนวัจก้อนเมียนโนมตึกเมียนกำปีละบองวัดเมียนคลองเฟียไอ้โดจากเนี่ยต่างแต่เวกออกเนี่ยตรังทาจำนอกเชิงวัดหนึ่งเชียนเมียนสมบัติรับทมตุลุ่มตุเลียเต้าก็ก่อสร้างวัดหนึ่งบ้านละออกไปกรมการเต้าเชิงวัดนึกซักซอยก็ก่อสร้างวัดนึกก็มันเศร้าบ้านละอเตแต่อย่างนั้นก็ต้องเมียนสลามเมียนวีเมียนอุปทานสลาเจียตีสำหรับในระบบประสังนังไอ้รุ่ยขนมวัดมวยเมียนตำกอลกัมปีประไตรไปดอกได้เฉียบเปียตูนเมียนปริมประดาวระบบประสมาสัมพุทธโดยเชียปรยัตเตเธอเฉียทฤษฎีได้ฉันอัลปังหานพระพุทธบริษัทต่างพอปังเรียนไอสเกิลปีเตียนปีเซลปีเพียวเนียปีเซลปีสมาธิปัญญาโดยคะแนนต่างบอกโดยโยมเย็ดในประเทศเมียนเชียยันเชียมาวัดเราเสียมเรียนยังไม่โดยแต่คะแนนต่างเมียนไอเขามาลายอัธยาศัยเจ็ดลำรบบอกแม่ต่างคือประหารคะแนนอักองเด็กปรบานอบรมโดยเตียนโดยเซลโดยเพียวเนียโดยเซลสมาธิปัญญาโดยแต่คะแนนต่างคือจัดมนุษย์เชียพุทธบริษัทต่างเมียนเมตตากรุณาเราคะแนนคะแนนนั้นต่อตามเมียเกียนในพุทธศาสนานั้นในตีปีนะเรารวมศาสนานั้นตีใบรวมตกยังต้องออกนี้รอนเรากรอมเอธิปวนในสิ่งใดตกทำคือการจ่าชื่อสลับการจ่าชื่อสลับนี่เมียนสมาคนนี้ตู้เต้าต่างบอเนี่ยแค่หน้าก่อนสลับเนี่ยสระหน้าก่อนสลับโดยแต่คนนี้ไอ้เรารวมใบยางเนี่ยตีมวยก็เม็ดรวมเชียตีปีก็รวมซาตีใบก็รวมตกเยี่ยมเยี่ยมมากบ้านเจ้าพระสมมาสัมพุทธเจ้าบรมครูตรองสวัสดิ์สวายโรเธอนาดำไปหนึ่งฉลองไอ้พอดปีสิ่งใดตกกากาจากอิสลามนั่งเมื่อพระสมมาสัมพุทธโลกเมียนเมตตากรุณามหากรุณาติคุณมาเลยสัตว์โลกต่างได้ทราบว่าอังยอดเพลินใช้ชีวิตสับสัตว์ต่างอันเอากรองเอติปนในสิ่งใดตกคือกาจากอิสลามนั่งเชียตกอมบพรสลับมโนภายหลังตกเราตีเตียนนั้นก็ไม่ก็ข้างกราวอันนึงปลาลอยแต่ตุกสำหรับเชียบนองลุ้นคือการจัดที่สลับนั้นได้จะตุกทอมพอดมารพระองค์สร้างบารมีดับใบหนึ่งตรัสดังเจ้าพุทธหายหนึ่งสำแดงเธอยึดโยงดาสัตว์ต่างอ่อนนะไอ้บานฉลองรุ่ยพอดปิโต้คือเธอได้พระองค์สำแดงเจ้าเธอได้ยังเต้าปะได้บัตรกรุบเนี่ยต่างอ่อนตามเมียเกียนั่นคืออาทางที่กรุบเมียได้ยังหาวทาอะไรยังเมียนั่นศาสนาต่างมันเมียนเรียกบรมศาสดาขนมศาสนานาโรคเธอเดรอากำบังก็เคยได้เมียนพระสมมาสัมพุทธ
chiaព្រះបរមគ្រូយើងមួយទេដែលរកឃើញនៅសច្ចធម៌ហ្នឹងហើយនឹងមគ្គផលនិព្វានតែធ្វើដែលកំបាំងมันអាចអ្នកណារកឃើញទេក្រៅតែពីព្រះពុទ្ធអត់រកឃើញទេព្រះសម្មាសម្ពុទ្ធរបស់យើងលោកកើតក្រោយមិនសាសនាព្រាហ្មណ៍នៅក្នុងប្រទេសឥណ្ឌាសាសនាព្រាហ្មណ៍នៅកើតមុនគេនៅលើទឹកដីជម្ពូទ្វីបប្រទេសឥណ្ឌាហ្នឹងព្រះពុទ្ធជាបរមគ្រូយើងកើតក្រោយទេបើអូពូជពងវងត្រកូលរបស់ព្រះអង្គម៉ែឪចដូនចតាអីនៅក្នុងឥទ្ធិពលរបស់សាសនាព្រាហ្មណ៍ទាំងអស់គោរពបប្រតិបត្តិសាសនាព្រាហ្មណ៍ទាំងអស់ដល់ព្រះអង្គត្រាស់ដឹងឡើងនៅធ្វើដែលអាកំបាំងហ្នឹងរកឃើញក៏សម្ដែងប្រាប់ដល់បរិស័ទទាំងអស់ក៏ដើម្បីបដិបត្តិទៅដើម្បីចេញរួចចាកទុកហ្នឹងគឺសច្ចធម៌4និងមគ្គផលនិព្វានហ្នឹងដល់ទៅពីហ្នឹងមុនហ្នឹងអត់មានអ្នកណារកឃើញទេពួកតបោះពួកអីសីក្នុងសាសនាព្រាហ្មណ៍មានតបោះពីររូបហ្នឹងក៏មានវិជាខ្ពស់ជាងគេបំផុតសម័យមុនប្រពន្ធហ្នឹងតបោះមួយឈ្មោះអាឡារៈតបោះគាត់បានសមាបត្តិ7បានរូបឈាន4អរូបឈាន3 7តបោះមួយទៀតឧត្តកតបោះបានសមាបត្តិ8រូបឈាន4អរូបឈាន4ខ្ពស់ជាងគេបំផុតអ្នកដែលមានវិជាខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌាហ្នឹងព្រោះតបោះទាំងពីរនេះកាលណាគាត់សុគតអស់ជីវិតទៅហ្នឹងអាឡារៈតបោះហ្នឹងទៅស្ថិតនៅក្នុងអកិញ្ញញាយតនភូមិព្រំយ៉ាងលើឧត្តកតបោះដែលបានសមាបត្តិ8ហ្នឹងគាត់សុគតទៅនៅក្នុងនិវសញ្ញានេសញ្ញាយតនព្រំដែលខ្ពស់ជាងគេបំផុតមកអីជាណាហើយអាយុព្រំនឹងវែងណាស់រឹបកាប់កាប់សែនកាប់ឡើយពួកព្រំខ្លះមានមិឆាទិដ្ឋិហើយលោកមាននិព្វាននេះណាទីទៅអស់ត្រឹមយើងព្រំនេះហើយអាយុវែងរឹបកាប់កើតមិឆាទិដ្ឋិគាត់ទៅនឹងពិដានឲ្យអត់ទម្លាយទៅរួចទៀតព្រះសម្មាសម្ពុទ្ធទៅសិក្សាពីតបោះទាំងពីរនឹងដែរដល់លោករៀនទៅលោកពិចារណាថាអូផ្លូវបដិបត្តិរបស់តបោះទាំងពីរនេះมันអាចឆ្លងផុតទុកទេលោកថយចេញឈប់រៀនទៅស្វែងរកខ្លួនឯងយើងញោមញាក់គេទៅធ្វើទុក្ករៈកិរិយាមិនសោយអាហារដល់ស្គមស្គមដួលសម្លាប់នៅលើផែនដីហ្នឹងអំដោយសារស្វែងរកធ្វើហ្នឹងដល់នឹងព្រះអង្គទ្រង់ពិចារណានឹងថាការបដិបត្តិតាំងពេកនឹងផុតស្លាប់ជីវិតមិនបានត្រាស់ដឹងទេនៅក្នុងរឿងពុទ្ធប្រវត្តិថាមានប្រអិនហ្នឹងយកពេញមកដេញថ្វាយរឹតខ្សែមួយទៅធូរពេកអត់ពីរោះរឹតខ្សែមួយទៀតទៅតឹងពេកដាច់នៅខ្សែកណ្ដាលហ្នឹងមិនឈាមមេបដិបត្តិជាកណ្ដាលដល់ព្រះអង្គពិចារណាទើបតែបដិបត្តិក្នុងផ្លូវកណ្ដាលទើបត្រាស់ដឹងបានផ្លូវកណ្ដាលនោះគឺធម្មឈាមេបដិបត្តិនេះគឺអរិយមគ្គណែព្រោះមិនតាំងពេកមិនធូរពេកតែទ្រង់សម្ដែងទុកឲ្យពុទ្ធបរិស័ទទាំងបដិបត្តិយកខំស្វែងរកធ្វើដើម្បីยึดโยงសត្វលោកទាំងអស់ឲ្យឆ្លងផុតពីទុក្ខនេះសម្រាប់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងទំលូមថាលោកត្រាស់ដឹងធ្វើដែលអាកំបាំងមិនថាដឹងតែគាត់វិសច្ចធម៌4ទុក្ខសច្ចៈសេចក្តីទុក្ខជារឿងពិតរបស់ព្រះអរិយបុគ្គលពេលហេតុដែលនាំឲ្យកើតទុក្ខគឺតណ្ហាសេចក្តីប្រាថ្នាដល់ក្រៃលែងហ្នឹងក៏នាំឲ្យកើតទុក្ខទី2គឺរំលត់ទុក្ខទី3គឺមេគាដែលបដិបត្តិទៅដើម្បីរំលត់ទុក្ខមានហេតុ2មានផល2ហេតុ2យ៉ាងសច្ចធម៌ហើយនឹងមគ្គផលនិព្វានខាងក្រោយហ្នឹងនេះជាធ្វើដល់ក្រៃលែងអស់ជើងហើយក៏តែកាលណាចេញរួចនាំសត្វផុតទៅកាន់និព្វានអស់ហើយលែងមានតែណាទៀតហើយនឹងសូមឲ្យយោញាតិពុទ្ធបរិស័ទទាំងឡាយនៅជ្រាបក្នុងពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងធ្វើប្រុសដល់សត្វលោកដល់មនុស្សទាំងអស់ពុំមែនប្រុសតែពួកឥណ្ឌានៅជាតិឥណ្ឌាទេពុទ្ធសាសនាមិនមែនសម្រាប់ពួកឥណ្ឌាទេគឺសម្រាប់សត្វលោកទាំងអស់ពលអ្នកដែលមានសទ្ធាចេតនាចំពោះឱវាទដែលព្រះអង្គទ្រង់ទូលមានពេលម្ដងហ្នឹងផងវិញម្យ៉ាងទៀតពុទ្ធសាសនានេះជាសាសនាដែលបង្រៀនមនុស្សឲ្យមានបញ្ញាព្រោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូយើង
ព្រះអង្គមានបញ្ញាដ៏ក្រៃលែងក៏រកទីបំផុតមិនមានទេនៅក្នុងពុទ្ធគុណខ្ញុំនិយាយសូត្រទៅប្រែឃើញហ្នឹងហើយព្រះអង្គមានប្រាជ្ញារកទីបំផុតគ្មានបញ្ញារបស់ព្រះពុទ្ធនេះគ្មានកំណត់ថាចម្ងាយប្រមាណគីឡូមិនមានទេតែរកទីបំផុតគ្មានបើទៅកើតចេះគឺបេជាអធិលេទៅរកទីបំផុតអត់មានទេនេះកាត់ហើយព្រះអង្គត្រាស់ដឹងដែលមានបញ្ញាហ្នឹងគឺអញ្ចឹងជនណាទៅសួរអីក៏ដឹងដោះស្រាយបានភ្លាមប្រាប់ភ្លាមផងហេតុផលដែលបរិស័ទឆ្ងល់ឡងផងវិព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនេះគឺព្រះអង្គជាមនុស្សដូចយើងដែរមានម៉ែមានឪមានបងប្អូនអីទាំងអស់ផងមានភរិយាមានបុត្រអីទាំងអស់បញ្ជាក់ថាព្រះពុទ្ធគឺមនុស្សដូចយើងដែរបងមិនមែនជាទេវតាមិនមែនជាព្រះឥន្ទមិនមែនជាព្រះព្រហ្មអីទេគឺជាមនុស្សជាវិស័យដូចយើងដែរតែដែលយើងត្រូវជ្រះថ្លាគោរពក្នុងព្រះពុទ្ធនឹងគោរពដោយហេតុ3យ៉ាងទី1គឺវិសុទ្ធិគុណនៃសេចក្តីបរិសុទ្ធបតិចិត្តរបស់លោកបរិសុទ្ធអត់មានកិលេសអីទេកិលេសក្រោតក្រៀតក៏លោកកំចាត់អស់ហើយដោយសិលកិលេសជាកណ្ដាលក៏លោកកំចាត់ហើយដោយសមាធិកិលេសជាល្អិតលោកកំចាត់ហើយដោយបញ្ញា3ធ្វើឲ្យព្រះអង្គសម្ដែងសិលសមាធិបញ្ញាសម្រាប់ជំរះលាងកិលេសក្នុងចិត្តឲ្យស្អាតបើអញ្ចឹងហើយបតិព្រះអង្គមានបរិសុទ្ធស្អាតអត់មានពពាប្រព្រោះអីទេដូចព្រះសម្មាសម្ពុទ្ធលោកមិនចេះខឹងទេហើយក៏លោកមិនចេះត្រេកអររីករាយទៀតសួរថាហេតុអីដែលលោកមិនចេះខឹងណាហេតុអ្វីដែលលោកមិនចេះរីករាយថាសក្តីក្រោធខឹងភ័យខ្លាចកើតឡើងព្រោះកិលេសវាមានកិលេសក៏មានទោសៈនៅក្នុងចិត្តហ្នឹងវាមានមេក្នុងនោះដល់ព្រះអង្គកំចាត់អស់ហើយមានអីនឹងទទួលយកពាក្យខាងក្រៅពុទ្ធដែលប៉ះពាល់ទៅលើលោកអត់មានទេបងសូមញោមញាតជ្រាបចឹងគឺញោមញាតទាំងអស់គ្នាយើងទាំងអស់គ្នាមកយើងមានទោសៈចិត្តហ្នឹងវាកប់នៅខាងក្នុងកាលណាមានសម្ដីអ្នកណាត្រកោះបោកមកអាទោសៈកិលេសយើងចេញមកទទួលព្រាមណាចេញមកទទួលយកពាក្យនឹងព្រាមកើតសេចក្តីក្រោធកើតតែព្រះសម្មាសម្ពុទ្ធអស់អត់មានអីទេស្អាតអត់មានអីចេញមកទទួលទេកិលេសលោកជំរះអស់ពេលរីករាយអញ្ចឹងមានលៀបមានសក្ការៈអីអ្នកណាសរសើរអីក៏លោកមិនចេះរីករាយដែរព្រោះហ្នឹងកិលេសដែរបងកាលណាមានអ្នកសរសើរទៅអាកិលេសហ្នឹងចេញមកទទួលយកការសរសើរនឹងរីករាយសប្បាយរីព្រះសម្មាសម្ពុទ្ធអត់មានទេវិសុទ្ធិគុណនៃសេចក្តីបរិសុទ្ធចិត្តស្អាតពោទី2ករណាគុណនៃសេចក្តីករណាអាណិតអាសូរនៅលើសត្វលោកទាំងអស់អត់រើសមុខទេมันមានរើសមុខតែគឺស្មើធេងអ្នកមានក៏ដូចអ្នកក្រអ្នកកំសត់ទូគាត់ព្រះអង្គមានករណាធ្វើស្មើដូចគ្នាទាំងអស់សម្រាប់យើងដែលជាបទជនវាអត់ស្មើទេករណាធ្វើនោះព្រោះវាមានកិលេសក្នុងនោះនេះសូមញោមញាតជ្រាបទី3គឺយើងគោរពដោយសារព្រះអង្គមានបញ្ញាគុណណាបញ្ញាគុណមានបញ្ញានឹងដល់ក្រៃលែងបំផុតក្រៃលែងជាងមនុស្សជាងទេវតាមិនមានមនុស្សទេវតាណាដែលមានបញ្ញាស្មើនឹងព្រះពុទ្ធជាបរមគ្រូទេអាស្រ័យហេតុនេះយើងជាបរិស័ទគឺយើងជ្រះថ្លាចំពោះគុណ3របស់ព្រះអង្គទី1គឺវិសុទ្ធិគុណទី2គឺករណាគុណទី3គឺបញ្ញាគុណអាស្រ័យហេតុនឹងឲ្យបានជាព្រះសម្មាសម្ពុទ្ធលោកទូលមានព្រានបដៅបរិស័ទទាំងអស់ឲ្យសន្សំបញ្ញានឹងពុទ្ធសាសនាលោកទូលមានព្រានបដៅឲ្យយើងទាំងអស់គ្នាសន្សំបញ្ញានេះបញ្ញារបស់យើងនេះកើតពីការរៀនការសូត្រពោដូចបច្ចុប្បន្ននោះមានសាលារៀនហ្នឹងរដ្ឋាភិបាលលោកបង្កើតសាលារៀនគ្រប់ភូមិគ្រប់ស្រុកឲ្យប្រជាពលរដ្ឋបានសិក្សារៀនសូត្រដើម្បីឲ្យបញ្ញានឹងកើតឡើងដល់មនុស្សនោះស្គាល់ខុសស្គាល់ត្រូវដូចពាក្យថាបញ្ញានេះជាភាសាបាលីសំស្ក្រឹតថាប្រាជ្ញានិងបញ្ញានេះប្រែជាខ្មែរថាសេចក្តីដឹងខុសត្រូវយល់ដឹងខុសត្រូវល្អអាក្រក់ឬសុខទុក្ខអីណាសេចក្តីសុខទុក្ខទាំងអស់ហ្នឹងជាតួបញ្ញានោះឲ្យយើងសន្សំបញ្ញានឹងសូមឲ្យយើងញាតិពុទ្ធបាសាជ្រាបចឹងព្រោះព្រះអង្គយល់ថាមនុស្សតែគ្មានបញ្ញាហើយគឺល្ងងតែកាលណាមនុស្សល្ងងហើយមិនខុសពីសត្វគោសត្វក្របីទេញោមញាតិ
โดยกูได้ก็ไม่ยังไงส่งไปแต่กาเช่นชีวิตระบอบล้วนเรามาโฮมอาหารมันเช่นชีวิตกล้วนก็ปะบะเราบานได้กำร้อเพราะจะได้ละง่วงนั่นนั่นเราปรึกษาหรือเงี้ยเราหรือเงี้ยว่าปรึกตัวนานเช่นชีวิตกล้วนเองพ้องพวนโกนพ้องครูสาวแล้วจะได้ตกกาดละดาวกล้วนนั่นเพราะจะได้ละง่วงนั่นเองบางพระองค์ตูเมียนแต่เราแต่สัมสัมปัญญาดำไปอ้อยชีวิตลือสว่างในสาปัญญารอนเอาเฉซ่อมสู้สดได้ในสาปัญญานั่นเองนั่นพุทธศาสนาเป็นสมาสัมพุทธโลกสำแดงเป็นเรียนพระจันทร์โดยศาสนาเชียยังปูลเอาเชื่ออยู่ที่โดยเชียเปรสังได้บูหายนั่นโยมเหียนบูริหายเราเนาเรียนโซชมวยอปไปเชียนั่งพระชนำอปไปเชียคือโลกครูได้ผมบูให้โลกมันเรียนเทวินัยอาตมาสำแดงแต่นั้นอโยมยอลปีศาจได้ละงองแต่พอพุทธโลกทำไมครับบูริยะตรานาเรียนเอาไปเชียจมวยเอาไปเชียปรำชนามเรียนเธอเรียนวินัยแต่สำหรับพิโคได้เรียกเวียงไว้ปรำชนามแจกอาเจนตรานาวัดเราตีตีเราตีบานดำไปนังดักนำศาสนาเราโยมเยียพุทธบริษัทนั้นแต่พอพิโคได้ละงองมันเรียกเวียงไว้สมไปแต่ดับชนามก็ได้มาเพยชนามก็ได้เรียนว่ามันแจกได้ไหมนะอัดเมียนเสร็จเช่นจะเจ้าออกไปเชียร์แต่เราตีดอตีบานเท่แต่ถ้าเคยในมันแต่เพื่อไม่วัดไอ้เจ้าอติกาวัดไอ้กรุ๊ปร้องอ่านก็ปวดหามนะค่ะดูมันอ้อยโยมันเนื้อละงองตัวเดินนับอย่างนี้นี่น้องวินัยสัตว์มาบอกพระยาเฮ้ยกรมทาลายตัวเดินนำเกี่ยวกับน้องวัดหน้านั่งสมไปแต่ปิโคละงองน้องลูกจำเจนตัวกันภูมิให้หมดทวายก้มเลียไปออกไปเชียร์แต่ชมบักอังสมเรียบออกไปเชียร์ตัวกันภูมิในกลุ่มสระในนั้นไปออกไปเชียร์รู้สู้ถ้าเอาวสาวตัวกันภูมินั่งในกลุ่มตัวจมูกเนี่ยนะรู้สู้อย่างเดียวถ้าชมขาดนะตัวจมูกปิโคอังในอังโนสัตว์เนี่ยลงวงเลยเนี่ยออกไปเชียร์อัดไออ้อยตัวบานเดยโยมกระนั้นตัวภูมิตัวในกลุ่มแกนะตัวตะปูลงวงอะไรตัวเดจ้ะบ้าสู้ถ้าอาวสาวตัวกันตีตัวจมูกนาตัวตัวอังในอนุได้ลูกในใจเดินบานออกไปเชียร์นั่งอ้อยตัวบานพอถ้าตัวแต่เนี่ยไอ้น้องอะไรตัวเตะแต่ออกไปเชียร์อ้อยพิโคนั่งตัวออกไปเชียร์ก็ตระวัดปัดแต่เพราะนั้นลูกเรินปนัดปันตั้งมานั้นนะออกไปเชียร์เห็นอ้อยพิโคนั่งตัวกันตีตัวนั่นตระวัดปัดออกไปเชียร์ก็ตระวัดปัดนี่ลูกเงินได้หรอปันตั้งเราปนั้นรู้ออกไปเชียร์นั่นลูกสัตว์เต่าหรือลูกอันนี้จะทำเต่าพิโคได้ละง่วงนั่นอัดเราทำในไอ้บานเลยเราสันลังมือวัดชมวิญญาณเมียนวัดน้าแต่เมียนประเทศละเช็คดังเธอไปไหนอ้อยตัวส้มนิสัยแนวกรอมสำนักระบาดโลกเตียนหรือบ่มันเมียนเทระได้โลกเช็คดังเตอนุเทระก็ตัวส้มนิสัยแนวจมวยโลกแนวกี้โลกเชื่อเนี่ยโดยโก้ยังไงเตะแซ่เตะก็เราจ้องแต่เชื่อแบบเมียนเสตนาบันเนี่ยนี่สำหรับพิโคได้ละง่วงนั่นวิตัวเพื่อเชื่อเมฆดักนำเก๋ก็อ่านเตียนโยกมันนึกละง่วงแต่เธอไปดักนำเก๋ปพุทธห้ามตะขาดเขาอัดอ้อยแต่เธอเตนี่อาตมาสำแดงมันนี่กับใบหนึ่งเลิกอัมปีโตในสิ่งใดละง่วงคือเปรียสมาสัมพุทธมันอนุญาตอ้อยตัวกรุบกรองดักนำเนี่ยหน้าเพื่อเชื่อเมฆเก๋น้องตีน่าปานเตเพราะว่าลูกยอดธรรมนุษย์ละง่วงตาหน้าเต้าให้ดักนำเก๋อ้อยพระเจ้าเธอวินัยหรือว่าพระองค์เชื่ออาจารย์มาให้พุทธศาสนาหนึ่งเราอันตรายเดชาผู้เนี่ยละง่วงนั่งไงหนึ่งสมโยมเยศพุทธบาษัทเฉียบอ่อมปีพระพุทธศาสนาโดยโยมเยศพุทธบาษัทก็โดยนี้เมียนจิมเนื้อชื่อพระพุทธศาสนาเฉียบทลาดังพระพุทธศาสนาแต่โยมเยศเพื่อไว้มวยเราเอาโยนปีกรรมวิธีในครูนเพื่อเนื้อเอาชบานละสันบอกบำบัดโยนชบานละเตะเพื่อถอยบอกโอเตียหอโดยเฉียโยมเยียดฝึกบอลจะถือบอลไปใจปูนเตะกันนานนกปะเตียนอะไรไอ้เต้าไอ้ยอดขนมกรรมในที่บอลบอกบนเถอะนะไม่นึกถ้าไปใจปูนก็เถอะชมวยต่างเกี้ยเต้าเตะกันนานนกปะเตียนก็เถอะชมวยเกี้ยแต่อัดดังอัดตันในอยู่เถอะวันนั้นเชียก็มาเข้าเชียตู้มวยสำหรับโยมเยียดแต่ก่อนนั้นซ้ำจะไม่เรียบยันบอกโดยเชียเปียถ้าไปใจปูนไปใจปูนเด้โลสำเราตัวเลือวัตถุบุญญากระเรื่องบาประสังใจวออาหาเป็นเดบ้าน
សេនាសនៈនេះកុដសាលាណាហើយឆ្នាំជាបារោគនេះគេហៅបច្ច័យ4វិញញោមញាតឮគេថាបច្ច័យ4ក៏ធ្វើជាមួយទាំងគេតាមនឹងអីតែក៏អត់ប្រសើរទេណាញោមញាតប្រពន្ធលោកអត់ប្រសើរវិញញោមញាតត្រូវដឹងថាបច្ច័យ4នេះជាគ្រឿងដ៏វិសេសវិសាលបំផុតសម្រាប់ជីវិតរបស់មនុស្សទូទៅនៅលើសកលលោកនេះអ្នកបួសក្តីញោមញាតជាបរិស័ទក្តីមនុស្សអ្នកកាន់សាសនាណាក្តីឬក៏មិនកាន់សាសនាណាត្រូវការជំពាក់តិទិននឹងបច្ច័យ4នេះអត់ជាផុតទេណាញោមញាតសម្លឹងមើលមែនទេណានឹងប្រពុតលោកសំដែងតែបច្ច័យ4ជាហេតុដែលធ្វើឲ្យផលល្អនឹងប្រព្រឹត្តទៅបានតែអត់បច្ច័យ4នឹងជីវិតរងទុក្ខនឹងប្រពុតលោកប្រាប់បច្ច័យ4នោះហើយពីមុនមកញោមញាតឲ្យតែឮប៉ុនបច្ច័យ4អូយសម្រាប់តែប្រសង់លោកប្រើប្រាស់ទេតែសម្រាប់ខ្លួនឯងអ្នកម្ចាស់បច្ច័យ4អត់ដឹងថាត្រូវការប្រើប្រាស់ដែរទេអត់ជារួចទេណាញោមណាថ្ងៃនេះអាត្មាសម្ដែងធ្វើប្រាប់ញោមចឹងញោមមើលមកញោមណាក៏ត្រូវការសម្លៀកបំពាក់ដែរតុបតែងដូចតែគ្នាណាញោមញាតណាក៏បរិភោគម្ហូបអាហារដូចតែគ្នាណាពេលម្ហូបអាហារហ្នឹងសំខាន់ណាស់ព្រះសម្មាសម្ពុទ្ធសម្ដែងថាសពេសតាអាហារតិតិកាសត្វទាំងឡាយទាំងពួងតាំងនៅបានព្រោះអាហារក៏តែអត់អាហារទៅបើកណាម្ហូបអាហារវាប្លែកគ្នាដូចខ្មែរយើងក៏ពិសាបាយទៅពួកអាស៊ីនេះពិសាបាយទៅដាំបាយទៅបារាំងដុតនំប៉័ងអីបរិភោគម្ហូបតែគ្នាឃើញទេអាមេរិកបារាំងអីទៅមានអីភីសា hamburger អីសត្វតែម្ហូបតែគ្នាយ៉ាងបរិភោគដើម្បីរស់ដូចគ្នាជាអត់រួចទេបងនេះឯនេះសំបជាប្រាប់ញោមថាបច្ច័យ4នេះអ្នកណាក៏ត្រូវការដែរញោមញាតអ្នកមានសតិចេតនាប្រគេនបច្ច័យ4ដល់ប្រសងខ្លួនឯងហ្នឹងក៏ប្រើដែរនេះឯនេះប្រាប់ញោមយល់ដឹងយ៉ាងហ្នឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ញោមតែបានគិតពីមុនមិនថាអញប្រើប្រាស់បច្ច័យ4ដែរអត់ទេពីមុនមកហ្នឹងញោមបាទអត់បានគិតខ្លួនឯងទេហ៎គិតតែប្រសងទេភាសាបាលីគេថាបច្ច័យ4ថាហេតុ4យ៉ាងដែលធ្វើឲ្យផលប្រព្រឹត្តទៅល្អបច្ច័យ4នេះដែលធ្វើឲ្យយើងរស់នៅបានប្រព្រឹត្តទៅល្អញោមក៏អត់បច្ច័យ4ទៅហើយពីបើប្រសងដួលមុនញោមហើយក៏មានរបរអីធ្វើស្រែធ្វើជាការចិញ្ចឹមគូក្របីជួយប្រែក៏មិនមានរស់បានដោយសារតែញោមញាតហ្នឹងជ្រះថ្លាទំនុកបំរុងជួយហើយបច្ច័យ4ហ្នឹងញោមញាតរោមឲ្យចិញ្ចឹមជីវិតខ្លួនឯងផងកូនចៅគ្រួសារផងជ្រាបមកចង្រៀកមកចិញ្ចឹមប្រសង់ឲ្យវត្តណាតែបានញោមជួយត្រង់លោកឲ្យរស់នៅបានវាតេតោគ្នាអញ្ចឹងទៅនឹងនិយាយពីបច្ច័យ4សម្ដែងឲ្យញោមញាតយល់ថាអូយបច្ច័យ4មិនណាជារួចទេពីមុនមិញគឺថាញោមយល់ឲ្យទៅលឺបច្ច័យ4ប្រសង់បច្ច័យ4ប្រសង់ហើយថ្ងៃនេះអត់ទេប្រាប់ញោមញាតថាណាក៏ជិះមិនរួចដែរព្រោះបច្ច័យទាំងឡាយ4នេះញោមញាតរោបានធាកណាំងត្រប់ចាយធាកណាំងណាត្រប់ប្រាក់អានោះវាប្រភពបច្ច័យ4នៅក្នុងហ្នឹងឯងយើងយកប្រាក់នោះមកទិញបច្ច័យណារោបច្ច័យណាដែលយើងខ្វះបានប្រភពវានៅក្នុងប្រាក់ធាកណាំងហ្នឹងត្រប់ស៊ីចាយគឺថាធាកនៃអាគារហ្នឹងគឺផ្ទះធាកណាំងហ្នឹងគឺគេយកត្រប់ទៅដាក់ក្នុងធនាគារផ្ទះដែលគេស្រាប់ទាំងកលត្រប់នោះញោមញាតសត្វថ្ងៃរត់ត្រប់បានមានសិលទុកក្នុងផ្ទះណាទៅដាក់ទុកក្នុងផ្ទះដែលគេការពារឲ្យថាណាំងហ្នឹងប៉ុណ្ណឹងត្រប់ស៊ីចាយប្រាក់ចាយហ្នឹងជាប្រភពកដោបបច្ច័យ4នៅក្នុងហ្នឹងឯងហើយញោមញាតទៅបដូរយកបច្ច័យណាមួយបានហ្នឹងជាងកោមវាគឺអញ្ចឹងវិញញោមញាតដែលរកទ្រព្យសម្បត្តិបានច្រើនមនុស្សនៅក្នុងភូមិក្នុងស្រុកអត់ស្មើគ្នាទេអ្នកខ្លះមានខ្ពស់ដាច់គេទៅដូចកម្មចិនដើអញ្ចឹងញោមណាកម្មលើខ្ពស់ជាងគេនេះពេលមកមានបន្ទាប់មកកលៀតទៅដល់មកជើកម្មក្នុងដីហ្នឹងគឺក្រខ្សត់ជាងគេហើយសួរទៅតាមមនុស្សទាំងអស់នោះដែលមានទ្រព្យសម្បត្តិវាមិនដូចគ្នាហ្នឹងមកពីអីថាមកពីមានបញ្ញានិងអត់បញ្ញានឹងឯងអ្នកដែលមានបញ្ញាគឺរកទ្រព្យសម្បត្តិនឹងបានច្រើនអ្នកដែលអត់បញ្ញាគឺរកបានដោយលំបាកត្រង់នេះពុទ្ធភាសិតព្រះអង្គទ្រង់សម្ដែងថាអ្នកដែលមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរនេះជាពុទ្ធិការបស់ព្រះពុទ្ធព្រោះថាអ្នកមានបញ្ញាមិនមានទ្រព្យក៏រស់នៅបានព្រោះគេយកបញ្ញាគេនឹងទៅរកទ្រព្យយកទៅធ្វើនេះធ្វើនោះទៅវាកើតទ្រព្យឡើងនេះព្រះអង្គសម្ដែងអញ្ចឹងបានថាមនុស្សត្រូវតែស្វែងរកបញ្ញា
ហើយសម្រាប់អ្នកដែលអត់មានបញ្ញាទេនៃពុទ្ធិការបស់ពុទ្ធដែរណាញោមនេះណាអាត្មានឹងពុទ្ធិកាពុទ្ធមកសម្ដែងប្រាប់ញោមទេណាមិនបញ្ញាអាត្មាទេណាញោមស្ដាប់ឲ្យច្បាស់ពុទ្ធលោកថាអ្នកដែលមិនមានបញ្ញាសំបីមានទ្រព្យក៏រស់នៅមិនបានដែរអត់ដូចជាខ្លះម៉ែឪទុកទ្រព្យសម្បត្តិឲ្យស្រែចម្ការមាសប្រាក់ឲ្យដល់ម៉ែឪស្លាប់អស់គាត់តែម៉ែឪនៅនោះបរិភោគម្ហូបអាហារអីក៏ដាំក៏ធ្វើឲ្យបរិភោគដល់គាត់ស្លាប់អស់ទៅមាននរណាធ្វើឲ្យអត់គឺខ្លួនឯងរកទ្រព្យណាបានទៅលក់គេលក់ដីស្រែទៅអីយកមកស៊ីលក់គេយកមកស៊ីត្រង់ណាមកចុះបើគេអ្នកមានបញ្ញាទៅត្រូវការលក់ស្រែលក់អីទៅសាខ្វះដើមទុនរស់ស៊ីគេលក់ស្រែបានយកមកធ្វើទុនរស់ស៊ីរបស់គេវាខុសគ្នាចេះអ្នកល្ងងលក់យកមកស៊ីអាគេយកមកធ្វើដើមទុនទៅគេមានចំណេញចំណូលអីមកវារីកចម្រើនទៅសម្រាប់យើងអ្នកដែលល្ងងលក់យកមកស៊ីមានតែអស់រីករាយតែអស់ព្រោះជាងកាលខ្លួនឯងជាមនុស្សល្ងងទៀតទៅប្រព្រឹត្តអំពើពាលារំច្រៀងស្រាស្រ័យអីល្បែងស្អីយកទ្រព្យនោះទៅបំផ្លាញអស់ទៅទៀតជួនកាលចាញ់បោកគេទៀតបងម្នាក់ដទៃគេមកបោកលួងលោមទៅគេយកទ្រព្យទៅអស់ទ្រព្យនៅរនីងបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអ្នកដែលអត់បញ្ញាសំបីមានទ្រព្យក៏រស់នៅមិនបានដែរព្រះពុទ្ធដីកាលោកសម្ដែងសតហើយប្រាប់យើងណាហើយលោកសម្ដែងថាអ្នកដែលមានបញ្ញាសំបីមានទ្រព្យមិនមានទ្រព្យសោះក៏រស់នៅបានដែរនេះពាក្យរបស់ព្រះពុទ្ធលោកប្រាប់ថាចឹងនេះអាត្មានឹមពាក្យរបស់ព្រះពុទ្ធមកប្រាប់ញោមទេមិនមែនបញ្ញាអាត្មាទេញោមស្ដាប់អីទៅណាអាត្មានឹមពាក្យព្រះពុទ្ធឯមកប្រាប់សំញោមនិយាយចេះរួចលោកនិយាយសម្ដែងពីមនុស្សល្ងងទៀតថាអ្នកដែលល្ងងស្អាប់អិតបញ្ញានេះជីវិតដែលរស់នៅជាមនុស្សក៏រងទុក្ខលំបាកជួបនឹងសេចក្តីទុក្ខសេចក្តីសោកសេចក្តីថ្នាក់សេចក្តីខ្សឹកខ្សួលនៃជីវិតនឹងអត់មានពេលណាដែលសប្បាយទេចុះសប្បាយមិនបើខ្វះបាយបរិភោគនឹងមហូបបរិភោគនឹងខ្វះសម្លៀកបំពាក់នឹងផ្ទះសម្បែងដែលជ្រៅកោនក៏វាមិនបានល្អដូចគេពេលឈឺមានជំងឺរោគីអីក៏គ្មានប្រាក់ទៅព្យាបាលគឺវាទុក្ខលំបាកទាំងអស់ព្រោះថាសំបីជីវិតដែលរស់នៅក៏រកពេលរីករាយមិនបានជួបសេចក្តីទុក្ខពេលមនុស្សដែលល្ងងនេះលោកប្រាប់ថាលុះបែកធ្លាយរាងកាយស្លាប់ទៅប្រកាសជាទៅកាន់អបាយភូមិទៀតអបាយភូមិគឺទៅកើតនរកប្រែតស្អុយទុក្ខដែរញោមញាតិគិតមើលពុទ្ធិការបស់ពុទ្ធលោកសម្ដែងប្រាប់ពីឬញោមញាតិមើលទៅមិនមែនអ្នកដែលត្រត់សត់នៅក្បែរផ្ទះភូមិញោមតែមានមើលជីវិតគ្រានៅបានសុខប៉ុណ្ណាញោមមើលមករងទុក្ខវេទនាបងលំបាកហ្នឹងក្នុងជីវិតដែលរស់នៅហ្នឹងហើយដល់ស្លាប់ទៅធ្លាក់ទៅកាន់អបាយភូមិទៀតមានទោសទាំងពីរពីរឿងអីដែលមនុស្សដែលល្ងងហើយស្លាប់ទៅកាន់អបាយភូមិថាមនុស្សណាញោមញាតិតែក្រហើយដល់លួចទ្រព្យសម្បត្តិគេបោកប្រាស់គេក៏មានសម្រាប់សត្វបំបត្តិជីវិតគេឬយកការសម្រាប់ជីវិតរបស់សត្វនោះមកជាអាជីវកម្មជាជីវិតទៀតសម្រាប់គោសម្រាប់ជ្រូកមិនទេឲ្យលក់ហេតុទាំងអស់ហ្នឹងហើយដែលនាំឲ្យមនុស្សល្ងងនោះស្លាប់ហើយទៅកាន់អបាយទៀតញោមគិតមកអត់ខុសទេពុទ្ធិការបស់ព្រះពុទ្ធលោកប្រាប់យើងគ្រប់គ្នាទាំងបានលោកបញ្យល់សពហេតុផលហើយលោកថាយើងត្រូវសន្សំបញ្ញាឲ្យបានច្រើនទើបជីវិតរបស់យើងនឹងប្រសើរបញ្ញាជាដុំពេជ្រកាលណាមនុស្សដែលមានបញ្ញាដូចជាមានដុំពេជ្រស្ពិនលឺភ្លឺចាំងទៅលើសង្គមមនុស្សគេត្រូវការអីគេមកពឹងមកពោមករកយើងមានតម្លៃអញ្ចឹងដូចជាមនុស្សល្ងងអត់បញ្ញាហើយទេថាដូចគោដូចក្របីអញ្ចឹងឯងមានណាគេរវល់អើពើឲ្យនឹងយើងនេះសម្រាប់ពុទ្ធសាសនាជាសាសនាបញ្ញាព្រះអង្គនាំព្រះអង្គជំរុញមនុស្សឲ្យស្វែងរកបញ្ញាដើម្បីជីវិតរបស់ខ្លួនសុខល្អសុខសួស្តីនៅក្នុងពេលដែលខ្លួនរស់នៅជាមនុស្សនោះនេះជាពុទ្ធសាសនាសពហើយលោកដឹកនាំមនុស្សហើយប្រពុតលោកអ្នកមានបញ្ញាចុះរឿងអីបរិស័ទអ្នកជ្រះថ្លានោះសត្វមនុស្សល្ងងអញ្ចឹងវាអត់ត្រូវទេបងត្រូវតែស្វែងរកបញ្ញាតែបញ្ញាមានពីរមួយថាបញ្ញាជាលោកយៈបញ្ញាជាលោកយៈគឺយើងទាំងអស់គ្នានេះស្វែងរកបញ្ញាដើម្បីនឹងរករបរធ្វើការងារចិញ្ចឹមជីវិតរបស់យើងមួយបញ្ញាជាលោកុត្តរៈព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តបញ្ញាជាលោកុត្តរៈតែលោកមានបញ្ញាលោកពិចារណានៅសច្ចធម៌នៅធ្វើឲ្យយល់បានទាំងអស់ក្នុងអរិយសច្ចៈហ្នឹង
ឆ្លងទៅកាន់ព្រះនិព្វានបានតែសម្រាប់ពួកយើងជាបទជនហ្នឹងបញ្ញាជាលោកយៈបញ្ញាហ្នឹងជាគ្រឿងប្រដាប់សម្រាប់ឲ្យយើងរកទ្រព្យសម្បត្តិចិញ្ចឹមជីវិតយើងបានរស់រានមានជីវិតនោះអាស្រ័យនេះបានជាសប្តាហ៍នេះញោមញាតិបរិស័ទណាតែងតែថ្វាយគុំអាត្មានឹមកូនប្រុសកូនស្រីអីទៅអាត្មាអប់រំតែប៉ុណ្ណឹងឯងអប់រំទី1គឺកូនទៅសុំឲ្យអ្នកទទួលការសិក្សារៀនសូត្រសុំឲ្យបានឆ្លងដល់ត្រើយត្រាននៃវិជ្ជាត្រើយត្រាននៃវិជ្ជាសប្តាហ៍នៅលើពិភពលោកនេះត្រើយត្រាននៃវិជ្ជាគឺបណ្ឌិតអានោះខ្ពស់ជាងគេហើយបន្ទាប់មកអនុបណ្ឌិតបន្ទាប់មកទៀតបរិញ្ញាបត្របើយើងរៀនបានបរិញ្ញាបត្រទៅឈប់ទៅក្រោមគេហើយបានអនុបណ្ឌិតក៏ក្រោមគេមិនចឹងតស៊ូយកបណ្ឌិតឲ្យស្មើនឹងគេពិភពលោកសប្តាហ៍យើងទៅសុំធ្វើការងារអីគេទាសញ្ញាបត្រទៅមើលឯងរៀនបានអីអាត្មាប្រាប់ថាប្រយ័ត្នស្ដាយក្រោយប្រយ័ត្នស្ដាយក្រោយឥឡូវពេលយើងត្រូវរៀនសូត្រឲ្យបានដល់ត្រើយត្រាននៃវិជ្ជាបើសិនណាយើងរៀនមកពីចាប់ពីថ្នាក់ការរៀនសូត្ររបស់មនុស្សទុកដូចយើងធ្វើដំណើរឆ្លងសមុទ្រឆ្នាំទី1នៅត្រើយខាងនេះអាចចាំទី2ទី3នេះវាចេញពីត្រើយមកឲ្យកាត់សមុទ្រចូលបើខ្លះរៀនបានតែប្រឡងវិទ្យាល័យបាក់ដប់នឹងជាប់ទៅឈប់ឯងជាងកាម៉ែឪនោះឲ្យកូនឈប់ទៀតទៅពន្លិចទូកូនតែគេតែអត់ឲ្យឆ្លងទៅទៀតហើយបរិបណាជួយធ្វើការងារអញរវល់ការងារចាស់តែប៉ុណ្ណឹងក៏បានដែរទេណាមកពីម៉ែឪក៏អត់យល់ពីតម្លៃនៃវិជ្ជាថាទៅពន្លិចទូកូននៅកណ្ដាលសមុទ្រអាចបើរៀនតទៅទៀតដល់ទៅបរិញ្ញាបត្រអនុបណ្ឌិតឈប់ទៅគេថាសិទ្ធដល់កំពង់ដងទូវាមិនដល់កំពង់ណាបានបរិញ្ញាបត្រអនុបណ្ឌិតឈប់ទៅរៀនដល់ឆ្លងដល់កំពង់គឺបណ្ឌិតដល់កំពង់ហើយហ្នឹងព្រោះពិភពលោកសត្វថ្ងៃទីវិញចឹងអានោះអប់រំកូនហើយអប់រំលោកឪពុកអ្នកម្ដាយធ្វើម៉េចជំរុញកូនរៀនឲ្យបានដល់ត្រើយត្រាននៃវិជ្ជាព្រោះទ្រព្យសម្បត្តិគ្រឿងស្លៀកដណ្ដប់បរិភោគអោអាអីឪពុកម្ដាយក៏រោត្រៀមយើងអើយយើងអត់មានបំពល់អីទេតាំងពីថ្ងៃកើតមកពីមួយថ្ងៃទទួលអាយុជាង20ឆ្នាំប្រើប្រាស់របស់លោកទាំងអស់ម្ល៉េះហើយយើងមានតែការតស៊ូនឹងរៀនសូត្រហ្នឹងរៀនយកបណ្ឌិតបានទុកដូចជាយើងតបស្នងសងគុណលោកឪពុកអ្នកម្ដាយរបស់យើងហ្នឹងក៏ឲ្យលោកមានកិត្តិយសឯសារយើងកូនហ្នឹងបងបណ្ឌិតគេរាប់អានគេឲ្យតម្លៃណាបើនៅខាងអាមេរិកអឺរ៉ុបឲ្យតែលឺតែបណ្ឌិតគេក៏រកគេស្អាតគេស្អាតហើយនៅស្រុកខ្មែរយើងសប្តាហ៍ក៏ដូចគ្នាព្រោះអញ្ចឹងញោមញាតិនិយាយតាម៉ែឪឲ្យសុំជំរុញកូនឲ្យរៀនសូត្រឲ្យបានដល់ត្រើយត្រង់កូននិយាយពយល់ណែនាំលួងកូនឲ្យការសិក្សារៀនសូត្ររបស់កូននោះបានឆ្លងដល់ត្រើយបងអានឹងសម្រាប់កូនញោមញាតិទាំងអស់នៅក្នុងអាណាគ្រប់គ្រងរបស់ក្រុមញោមញាតិហ្នឹងចុះផ្នែកប្រសង់វិញធ្វើម៉េចថាប្រសង់វិញលោករស់នៅដោយសារញោមញាតិជួយទ្រទ្រង់លោកទាំងអស់ហ្នឹងឯងគឺញោមញាតិជ្រះថ្លានឹងពុទ្ធសាសនាហ្នឹងនៅបច្ចុប្បន្ននេះណាញោមញាតិព្រះពុទ្ធបរិនិព្វានផុតទៅហើយយើងមើលអត់ឃើញទេពាក្យទូលមានព្រានបដៅរបស់ព្រះពុទ្ធនៅតែក្នុងគម្ពីរបត្រៃបិដកព្រះសង្ឃទេអ្នកនាំពាក្យព្រះពុទ្ធមកប្រាប់ញោមថ្ងៃនេះអាត្មានាំពាក្យព្រះពុទ្ធទេមកប្រាប់ញោមហ្នឹងបញ្យល់ប្រាប់ញោមគ្រប់គ្នាទាំងអស់តែមាននៅក្នុងគម្ពីរបត្រៃបិដកហ្នឹងសប្តាហ៍នេះនៅសមតិសង្ឃព្រះអរិយសង្ឃអស់ហើយបរិនិព្វានអស់ហើយសប្តាហ៍នេះយើងស្គាល់ពុទ្ធសាសនាដោយសារញោមញាតិឃើញព្រះសង្ឃស្គាល់ព្រះសង្ឃហ្នឹងឯងគាត់ថាអូនឹងពុទ្ធសាសនាវិញញោមញាតិគិតមើលមកវត្តមួយដែលកសាងមិននឹងប្រមាណចំនួនមនុស្សមកដូចយ៉ាងវត្តរើសឡើងនឹងប្រមាណតំណមនុស្សមកត្រឹមបានវត្តប៉ុណ្ណឹងពោលដល់មកបច្ចុប្បន្នហ្នឹងមានព្រះសង្ឃនៅក្នុងវត្តរើសលោកទៅសិក្សារៀនសូត្រចេះដឹងមើលលោកមកតបស្នងសងគុណម៉ែឪគ្រូបាអាចារ្យជាភូមិកំណើតរបស់លោកដែលលោកជួយកសាងបានកត់បានសាលាឲ្យល្អធំធេងហ្នឹងនៅតែសមតិសង្ឃលោកថែរក្សាពុទ្ធសាសនាបើសិនណាព្រះសង្ឃនឹងអស់ទៀតតែញោមលែងជ្រះថ្លាលែងចិញ្ចឹមលោកអស់ហើយបងលោកមាននៅបានលោកមានដែលធ្វើស្រែទេចំការណាចិញ្ចឹមពូចិញ្ចឹមក្របីអីមិនមានទេការងាររបស់អ្នកបួសមានតែការសិក្សារៀនសូត្រនៅព្រះបរិយត្តិទៅគឺព្រះត្រៃបិដកនឹងឯងការងាររបស់ព្រះលោកហើយនឹងការបដិបត្តិអប់រំបន្ទុំកាយវាចាចិត្តរបស់ព្រះលោកទៅតាមសិលសមាធិបញ្ញាហ្នឹងរួចលោកឆ្លៀតឱកាសដើម្បីនឹងសម្ដែងធ្វើប្រាប់ដល់ញោមញាតិបញ្យល់ញោមទៅញោមធ្វើទានហ្នឹងគេធ្វើបែបនេះ
មួយអធម្មទានមួយអមិសទានអធម្មទានគេបញ្យល់ញោមញាតនឹងឲ្យយល់ពោអំពីធ្វើកម្មវិធីអីមួយនោះអមិសទានគឺការចែករំលែកនៅវត្ថុ4យ៉ាងហ្នឹងប្រើប្រាស់ដល់ប្រសង់ឬដល់អ្នកកំសត់ទូរគាត់អីហ្នឹងជាមនុស្សដូចគ្នានោះលោកបញ្យល់ចឹងដល់បរិយ័តទៅហ្នឹងញោមញាតដែលចេះដឹងពុទ្ធសាសនាហ្នឹងកម្រនឹងបានរៀនខ្លួនឯងណាចេះដឹងតាមរយៈព្រះសង្ឃណាលោកប្រាប់លោកទេសនាប្រាប់ញោមញាតទាំងអស់គ្នានោះក៏ម្ល៉េះហើយគឺញោមញាតត្រូវថែរក្សាព្រះសង្ឃហ្នឹងឲ្យនៅដល់បានញោមញាតថែរក្សាព្រះសង្ឃឲ្យនៅមិនទើបតែញោមញាតជ្រះថ្លាជួយបច្ច័យ4ហ្នឹងហើយបាននៅបានតាមញោមញាតមិនជ្រះថ្លាអស់ហើយមិននៅទេបងសើអស់តែអស់ព្រះសង្ឃពុទ្ធសាសនាអស់ហើយអានេះវាជាប់ជំពាក់តេតងអញ្ចឹងបងនឹងសូមឲ្យញោមញាតនឹងជ្រាបឲ្យច្បាស់អំពីពុទ្ធសាសនាហើយនឹងញោមញាតព្រះសង្ឃនិងញោមញាតព្រះពុទ្ធលោកសម្ដែងថាក្រហមនិងបព្វជិតនេះត្រូវតែអាស្រ័យគ្នាជិតស្និទ្ធទៅវិញទៅមកមិនអាចលះបង់គ្នាបានទេបែកបាក់គ្នាអត់បានទេតែកាលណាមិនរួបរวมព្រមព្រៀងគ្នាភេទទាំងពីរនេះក្រហមនិងបព្វជិតនេះអន្តរាយឲ្យសាសនាព្រោះញោមញាតប្រគិនចៃវរអាហារបិណ្ឌបាតសេនាសនៈនិងកុសលាវិហារជាគ្រឿងពោលដែលទប់នឹងសេចក្តីវិន័យរបស់ព្រះសង្ឃនោះឲ្យលោកគង់នៅហើយសម្រាប់ព្រះសង្ឃវិញលោកផ្ដល់ធម៌សម្ដែងធម៌ប្រាប់ដល់ញោមញាតដើម្បីញោមញាតយកទៅបដិបត្តិពោលដើម្បីឲ្យបាននៅសេចក្តីសុខក្នុងបច្ចុប្បន្ននេះនឹងរីករាយនៅក្នុងឋានសួគ៌នៅពេលក្រោយគេផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកអញ្ចឹងក៏អានឹងអត់បែកបាក់គ្នាបានត្រូវនៅជាប់គ្នាជានិច្ចចឹងជួយត្រូវអូយដូចបច្ចុប្បន្ននេះអាត្មាឃើញញោមញាតជ្រះថ្លាច្រើនបងនឹងពុទ្ធសាសនាច្រើនជ្រះថ្លាច្រើនណាស់ក្នុងទានបរិច្ចាគទាននឹងជួយត្រង់ប្រសងមើលធ្វើកត់ធ្វើសាលាធ្វើវិហារអីរហូតដល់ដល់ប្រសងលោកខ្វះដីកសាងអីក៏ញោមញាតបរិច្ចាគទ្រព្យសម្បត្តិដើម្បីនឹងបានជាវដីហ្នឹងដូចបច្ចុប្បន្ននឹងជាដើមនឹងជាវដីយកមកពន្រីកវត្តនោះឲ្យបានធំទៅទៀតក៏គេហៅថាធរណីសង្ឃជាសម្បត្តិទ្រព្យរបស់សាសនាធរណីសង្ឃហ្នឹងលោកប្រើប្រាស់សាងជាកុដិជាសាលាជាវិហារឲ្យទៀតពន្រីកបានសម្រាប់ពុទ្ធសាសនានេះជាសាសនាដែលមានផលមានប្រយោជន៍ជាងសាសនាណាដទៃទាំងអស់ហើយពុទ្ធសាសនានេះពុទ្ធលោកបង្រៀនឲ្យញោមញាតធ្វើការទេណាបងមិនបង្រៀនញោមញាតឲ្យដើរសុំគេទេញោមញាតរៀនឲ្យច្បាស់ទៅសុំគេមិនដែលបានទេបើធ្វើខ្លួនឯងបាននេះពុទ្ធលោកបង្រៀនឲ្យញោមញាតធ្វើការដោយកាយដោយវាចាដោយចិត្តទ្វាទាំង3នេះជាតួការងារដែលញោមញាតត្រូវធ្វើទ្រព្យសម្បត្តិដែលញោមញាតមាននៅក្នុងគេហដ្ឋានផ្ទះសម្បែងរបស់ញោមញាតព្រោះបានពីកាយកម្មវិច័យកម្មមនោកម្មនឹងឯងអត់បានអ្វីខុសពីនោះទេអានឹងសូមឲ្យញោមញាតជ្រាបយ៉ាងប្រពន្ធលោកបង្រៀនឲ្យធ្វើការអត់បង្រៀនឲ្យដើរសុំណាទេដើម្បីឲ្យញោមញាតនឹងពុទ្ធសាសនាជាសាសនាដែលបញ្យល់ញោមញាតពីហេតុពីផលអ្វីដែលមិនមានហេតុផលប្រពន្ធលោកបដិសេធអត់ឲ្យជឿទេណាញោមញាតនៅក្នុងលទ្ធិសាសនាព្រាហ្មណ៍មានតែហេតុអត់ផលទេញោមញាតមើលបរិស័ទក្នុងសាសនាព្រាហ្មណ៍គេចង់បានអីគេទៅសុំព្រះអាទិទេពគេព្រះឥសូរព្រះនរាយណ៍ឲ្យប្រទានឲ្យអានឹងហេតុប៉ុន្តែបរិស័ទដែលបានទទួលអំណោយពីព្រះអត់ទេសអស់ផងយើងទៅសុំជាហេតុតែមិនដែលបានអំណោយពីព្រះទេអ្វីដែលយើងមានគឺយើងធ្វើទាំងអស់នឹងបានប្រពន្ធលោកបញ្យល់ពីហេតុផលត្រូវតែធ្វើការភាសាបាលីថាកាយកម្មវិច័យកម្មមនោកម្មទ្រព្យសម្បត្តិញោមញាតកើតពីការធ្វើការដោយកាយដោយវាចាចិត្តទាំងអស់ដូចជាពុទ្ធភាសិតត្រង់សម្ដែងថាយាតិសង្ឃបបតេពីជាងតាតិសង្ឃលបតេផលੰកល្យាណការីកល្យាណੰបាបការីចបាបកម្មថាបុគ្គលសាបព្រោះពូជបែបណារមែងបានផ្លែផ្កាបែបនោះបុគ្គលធ្វើអំពើល្អនឹងបានផលល្អធ្វើអំពើអាក្រក់នឹងបានផលអាក្រក់នេះជាសេចក្តីពិតដល់ញោមញាតយកពូជស្រូវទៅសាបព្រោះដល់ផ្លែមកស្រូវនោះវិញញោមញាតយកក្របពោតទៅសាបព្រោះផ្លែឡើងពោតដាំដើមអីយកពូជអីទៅសាបកើតអានឹងបានពុទ្ធថាការសាបព្រោះពូជអីនឹងបានផលដល់ញោមញាតធ្វើអំពើអាក្រក់នឹងបានផលអាក្រក់ធ្វើអំពើល្អនឹងបានផលល្អនេះជាពុទ្ធិកាពុទ្ធលោកប្រាប់
បើចឹងយើងជាមនុស្សត្រូវតែធ្វើការបើមិនធ្វើការអត់បានទេនេះសូមឲ្យខ្ញុំញាតិជ្រាបចឹងហេតុផលគឺកម្មផលខ្ញុំញាតិស្ដាប់បានទេហេតុផលកម្មផលខ្ញុំឥឡូវខ្ញុំញាតិអង្គុយគិតមើលមកទ្រព្យសម្បត្តិឲ្យខ្ញុំញាតិមានក្នុងផ្ទះសប្តាហ៍ថ្ងៃនេះបានពីសុំអ្នកណាគេយកមកឲ្យថាបានទៅពីធ្វើការងារទាំងប្តីទាំងប្រពន្ធទាំងពីរនាក់ឯងប៉តែធ្វើមិនស្គាល់យប់មិនស្គាល់ថ្ងៃដួលចុះក្រោកឡើងបានទ្រព្យសម្បត្តិនឹងកើតមានបើសិនញោមមិនធ្វើអត់បានកើតមានទេបងនឹងប្រពន្ធលោកបញ្រៀនសេចក្តីពេតត្រូវតែធ្វើការបើមិនធ្វើការអត់បានជីវិតរបស់មនុស្សបើញោមមើលសាសនាដទៃគេថាព្រះឲ្យញោមឃើញពួកនោះដេកចាំទទួលយកនៅពីព្រះអត់ទេធ្វើការតែយើងអញ្ចឹងតែប្រពន្ធលោកបញ្រៀនយើងថាជីវិតរបស់មនុស្សរស់នៅស្រួលគឺសារការងារនឹងឯងតែមិនធ្វើការងារអត់បានទេវាហេតុផលមានហេតុបានមានផលធ្វើហេតុអាក្រក់បានផលអាក្រក់ហេតុល្អបានផលល្អតែញោមញាតិតែឃើញในបុព្វាជាតិនៃផ្កាកុលាផ្កាអីទាំងអស់នេះអានឹងជាផលផលហេតុគឺដើមបើមិនមានដើមផ្កាកុលាដើមផ្កាទេក៏មិនមានផ្កានឹងដែរនេះពុទ្ធលោកសំដែងសេចក្តីពិតរហូតដល់មកពូជមនុស្សរបស់យើងទៀតក៏មានហេតុផលដែរញោមញាតិដែលគិតថាខ្លួនអញមានហេតុផលទេពីមុនមកហ្នឹងតែបើមិនដែលបានគិតអាត្មា5ថ្ងៃនេះឲ្យដឹងនេះជាពុទ្ធសាសនាយើងដែលជាកូននេះណាញោមញាតិជាផលរបស់ហេតុលោកឪពុកអ្នកម្ដាយនឹងជាហេតុបានមានផលបើមិនមានហេតុគឺលោកឪពុកអ្នកម្ដាយក៏មិនមានយើងដែរនេះពុទ្ធលោកសំដែងពេលដល់យើងនេះជាផលត្រឡប់ទៅជាហេតុវិញបានកូនយើងនឹងជាផលកូនយើងដែលជាផលត្រឡប់ទៅជាហេតុវិញបានចៅនឹងជាផលចៅជាផលត្រឡប់ហេតុវិញបានចៅទួតអានេះវាបណ្ដោយចាំមកបញ្ចាស់ទៅលើវិញថាយើងដែលជាផលរបស់លោកឪពុកអ្នកម្ដាយយើងដែលជាហេតុលោកឪពុកអ្នកម្ដាយយើងជាផលរបស់ហេតុគឺជាដូនជាតាក៏បើមិនមានណាក៏មានលោកឪពុកអ្នកម្ដាយដែរខ្ញុំជឿគេមើលគិតទៅវាតគ្នាបានអាត្មាថាយើងទាំងអស់គ្នានេះជាមិត្តរួមជាតិពូជពងជាមួយគ្នាតពូជពងជាមួយគ្នាទាំងអស់ពីពូជរបស់យើងដល់តាំងពីមនុស្សដែលនៅលើទឹកដីកម្ពុជាពីពុករេប្រវត្តិមកមនុស្សអត់ហ្នឹងឯងដែលជាហេតុផលដល់មកយើងហ្នឹងឥឡូវអាត្មាចឹងអល់ទិដ្ឋភាពពេកឲ្យញោមញាតិទៅមើលចាំដល់ចូលឆ្នាំញោមញាតិពីប្រទេសមានជ័យឲ្យទៅលេងរោសម្បានញោមញាតិយកទៅដើរមើលរូបនឹងជញ្ជាំងប្រាសាទបាយ័នគេឆ្លាក់ជារូបជីវភាពរបស់ប្រជាពលរដ្ឋនៅសម័យសតវត្សទី12 13ហ្នឹងតើមើលទៅឃើញមានសម្លៀកបំពាក់ពួកនឹងល្មិចគេធ្វើដំណើរជិះរទេះគោរទេះក្របីជិះសេះជិះតម្រៃអានោះយានជំនីគេហើយវិញអ្នកថ្មើរជើងញោមញាតិទៅមើលខ្លះរែកខ្លះទូលទៅនូលខ្លះដឹកដៃកូនខ្លះពោកូនខ្លះបញ្ជីកកូនរូបនឹងពេញណាមិនរូបអត់ទេមិនគេធ្វើទេប៉ុន្តែសម័យនោះគេបដិរូបបានតែប៉ុណ្ណឹងឯងបដិរូបគេកែច្នៃបានប៉ុណ្ណោះញោមញាតិទៅមើលឃើញអាត្មាដល់ទៅមើលឃើញចង់ស្រក់ទឹកភ្នែកដែលយើងយល់ហេតុផលនៅឃើញបុព្វការីជនរបស់យើងហើយពីសម័យមុនលោកកំសត់សំបីតែខ្លួនក៏លេងខ្លួនទៅទេទាំងស្រីទាំងប្រុសដល់អានោះគេមិនទាន់បដិរូបដល់ចំនួនមនុស្សញោមញាតិគិតពីសតវត្សទី12 13មកទល់ជាង20នេះគេបដិរូបគេកែច្នៃរបស់ទាំងអស់ហ្នឹងឲ្យទំនើបបានញោមមើលសម្ពុតធោះឲ្យញោមសប្តាហ៍ទៅយកទៅធៀបមើលពួកនេះវាខុសគ្នាស្រឡះក៏វិញញោមញាតិទៅណាមកណាដែលជិះរទេះគោរទេះសេះតែក្បីណាសត្វតែយានយន្តសត្វតែគ្រឿងចក្រគ្រឿងម៉ាស៊ីនអានោះគេបដិរូបគេកែច្នៃបន្តទៅដោយបញ្ញាគេណាអានោះមើលឲ្យឃើញចឹងវិញផ្លូវថ្នល់ពីបុរាណគេចាក់គ្រុះក្រហមចាក់ថ្មដល់ទៅវាចំពុបជើងបែកថ្មបាំងកំពត់ដៃដល់ឥឡូវគេបដិរូបគេកែច្នៃរបស់ដែលមិនទំនើបឲ្យទំនើបអស់ហើយគេទៅថ្នល់គេចាក់ជឿកៅស៊ូចាក់បេតុងលលីងក៏វិញទៅថ្ងៃស្ពានឆ្លងស្ទឹងសត្វតែឈើទេពីមុនមកហ្នឹងដល់សត្វថ្ងៃទៅមើលទៅសត្វតែបេតុងអានេះក៏បដិរូបគេកែច្នៃបានអស់អានេះសូមឲ្យញោមញាតិជ្រាបគឺមនុស្សគេកែច្នៃដោយបញ្ញាគេ
ចេះដកពិសោធន៍ស្រស់តិចរោគទៅបង្កើតនេះបង្កើតនោះដោយបញ្ញារបស់គេព្រោះបញ្ញាកើតព្រោះបញ្ញាដូចគេនេះបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងពីចក្រធម៌4ចក្រនេះគឺកង់ធម៌4យ៉ាងនោះដែលធ្វើឲ្យជីវិតរបស់មនុស្សដើរទៅមុខជានិច្ចចក្រធម៌ទី1គឺបដិរូបទេសវាសោចៈយើងដែលបានកើតនៅក្នុងប្រទេសដ៏សំគួរប្រទេសសំគួរគឺបដិរូបគេកែច្នៃណាស់យើងយកគិតមើលមកផ្ទះថ្មសតទៅបេតុងសតទៅបដិរូបឲ្យយើងវាសាឈើទេពីមុនស្ពានផ្លូវថ្នល់អីគេកែលម្អអស់អានេះគឺថាប្រទេសដ៏សំគួរទី2សัพពរេសោបសង្សេវៈយើងបានខ្សែគប់នឹងសប្បុរសដែលយើងសពថ្ងៃសម្បូរនៅសប្បុរសព្រះសង្ឃក៏មានលោកដែលចេះដឹងច្រើនអ្នកប្រាជ្ញបណ្ឌិតច្រើនថាពូសប្បុរសខាងផ្លូវលោកក៏មានសប្បុរសច្រើនតែមានចំណេះវិជ្ជាជាអ្នកសប្បុរសចេះដឹងបណ្ឌិតប្រាជ្ញដែរណាយើងបានខ្សែគប់សប្បុរសគឺនៅរួមរស់ជាមួយនឹងសប្បុរសហ្នឹងឯងអានេះទី2ទី3អត្តសមាបនិធិឲ្យតម្កល់ខ្លួនយើងឲ្យនឹងកុំឲ្យត្រេកត្រោតកុំឲ្យលឺថាបារមីនៅប្រកែក៏ភីងទៅឬបារមីនៅចាំប្រកែក៏ភីងទៅបានត្រង់អត់ទេពុទ្ធសាសនាលោកឲ្យតំណែងទេសូមឲ្យរក្សាខ្លួនយើងឲ្យត្រង់អត្តសមាបនិធិឲ្យត្រង់មុននឹងជឿអីសួរពួកសប្បុរសសួរអ្នកប្រាជ្ញព្រោះយើងសម្បូរសប្បុរសសួរឲ្យលោកបញ្យល់ហេតុផលតែគួរទៅគួរគោរពបូជាឬក៏មិនគួរលោកបញ្យល់ដឹងប្រាប់យើងកុំទៅតែសពរិសោបសង្ស័យវៈណាបានខ្សែគុំនឹងសពរោទី3ភាពខ្លួនយើងជាបុគ្គលដែលបានធ្វើសេចក្តីល្អហើយពីមុនមកគឺធ្វើជីវិតរបស់មនុស្សរស់នៅត្រូវតែមានធ្វើបានសុខធ្វើគឺយើងមិនប្រព្រឹត្តអាក្រក់ហើយយើងធ្វើកិច្ចការងារអីទៅតាមជំនាញចំណេះរបស់យើងកុំឲ្យកំភ្លិនកុំឲ្យប្រែណាអានេះគេថាជាអ្នកសន្សំបុណ្យសន្សំធ្វើឲ្យមានក្នុងខ្លួនគឺជៀសវាងអំពើអាក្រក់ទាំង4នេះជាសេចក្តីសុខសួស្តីនៃជីវិតរបស់មនុស្សយើងឥឡូវយើងនៅក្នុងចក្រធម៌ទាំង4ហើយពេលបច្ចុប្បន្ននេះបងនឹងប្រពន្ធលោកសម្ដែងអញ្ចឹងញោមញាស្ដាប់បានទេចាំបានខ្លះទេឲ្យចប់អើបានឲ្យចប់កំពុងទៅដាក់មីក្រូយើងលឺនេះអញ្ចឹងសំផាច់5នាទីទៀត5នាទីសំចប់ហើយ5នាទីទៀតនេះចង់បន្ថែមញោមញាពីអវាទរបស់ព្រះពុទ្ធជាម្ចាស់លោកបង្រៀនមនុស្សទូទៅទាំងអស់ឲ្យធ្វើពលី5ពលី5ហ្នឹងមិនមែនក្នុងពលីទេណាញោមញាពលីគឺការបូជាដល់អ្នកខាងក្រៅទាំងអស់ទី1លោកថាញាតិពលីឲ្យយើងសង្គ្រោះញាតិរបស់ព្រះយើងតែបានទេញោមញាតិឲ្យញាតិរបស់ព្រះយើងទូលំទូលាយណាស់អាត្មាសម្ដែងមិញហើយថាវាពេញស្រុកខ្មែរនឹងឯងមានញាតិជួបគ្រោះថ្នាក់កង្វល់អីលឺហើយយើងជួយសង្គ្រោះគ្នាបងដោយបច្ចុប្បន្នហ្នឹងមានមន្ទីរពេទ្យគន្ធៈបុប្ផាកម្មាអង្គរហ្នឹងអ្នកស្រុកស្រែចំការកូននេះឈឺមានតែណាមានរត់រកពេទ្យកន្ធៈបុប្ផាហ្នឹងកម្មាអង្គរហ្នឹងឯងអានឹងជាញាតិរបស់ព្រះយើងដែរបងគ្នាវាបុណ្យវាតិចទៅកើតតាមស្រុកស្រែលំនៅជនបទស្រុកក្រៅអាត្មានៅសៀមរាបពេទ្យទាំងពីរហ្នឹងនៅគន្ធៈបុប្ផាហ្នឹងកម្មាអង្គរអាត្មាទៅបុណ្យនៅតែធ្វើដំណើរកាត់ទៅញោមញាតិហើយឃើញម៉ែឪនៅស្រុកស្រែកូនឈឺយកមកលកេលកា3កំពីមកមើលតម៉ែឪនៅសម្លៀកបំពាក់ក៏មិនសមរម្យមករយៈមកក៏មកក្នុងមុខពេទ្យនោះមនុស្សឲ្យជុំគ្នាមើលទៅដូចផ្សារលក់ទំនិញប៉ុន្តែគ្នាយកកូនឈឺមកអានឹងតែក៏ไปយើងសង្គ្រោះញាតិរបស់យើងជួយសង្គ្រោះក៏នេះដោយឲ្យយើងមានសទ្ធាចេតនាបរិច្ចាគជាបច្ច័យឲ្យជួយអាត្មាធ្វើការប្រាក់រៀងរាល់ឆ្នាំជួយបំពេកម្លាំងហ្នឹងផងនឹងឃើញថាដើរទៅឃើញវេទនាពេលវាសំណោះណាស់នឹងជួយឲ្យបានក៏ធ្វើការប្រាក់ទៅជួយទៅក៏ហ្នឹងគេកិរិយាសង្គ្រោះញាតិហ្នឹងទីញាតិពលី2គឺអតិថិពលីគឺ
លោកបញ្រៀនឲ្យយើងនេះទទួលរយៈចំពោះមនុស្សដែលមកកាន់ផ្ទះយើងមនុស្សនោះដែលមកកាន់ផ្ទះយើងត្រូវរយៈដែលធ្វើម្ហូបអាហារបាយទឹកអីទទួលរយៈសម្រាប់មនុស្សដែលមកកាន់ផ្ទះយើងក៏អតិថិពលីយ៉ាងប៉ុន្តែយើងរយៈតែគ្រឿងម្ហូបអាហារភេសជ្ជៈអីហើយណាញោមញាតកុំទៅទិញស្រាយកមកទទួលអត់បានបុណ្យនេះទេព្រោះស្រាហ្នឹងជាឃាតករសម្រាប់មនុស្សតែអ្នកផឹកស្រាមិនដឹងថានឹងឃាតករសម្រាប់ខ្លួនឯងអត់ដឹងទេតាមបានណាញោមញាតសបាយរីករាយតែផុតពីរាយទៅលលួយថ្លើមលលួយពោះវានៃសារហ្នឹងហើយឃាតករពុទ្ធលោកហាមដល់ស្រាហ្នឹងបងបានញោមញាតយកស្រាទៅធ្វើបុណ្យអត់បានបុណ្យនេះទេណាបងយើងនេះទៅសម្លាប់មនុស្សហ្នឹងឯងហើយពុទ្ធថាយ៉ាងបើយកកុំយកទទួលរយៈទៀតឲ្យស្រាតែបាយទឹកម្ហូបអាហារឲ្យបានគឺថាអតិថិពលីមនុស្សរស់តែមកផ្ទះយើងត្រូវរយៈទៀតស្វាគមន៍យើងទី3ពុពពេតពលីពុពពេតពលីគឺយើងធ្វើតិខេណានុបទានដើម្បីឧទ្ទិសជូនទៅមេដាបេដាពុបការីជនដែលលោកលះលោកទៅហើយទី4រាជពលីនោះឲ្យបងពុនថ្វាយស្ដេចបងពុនឲ្យរាជការដើម្បីព្រះរាជាស្ដេចលោកបានប្រាក់ដែលយើងបងពុននឹងយកទៅកសាងរចនាសម្ព័ន្ធនៅក្នុងប្រទេសហើយលោកសាងសាលារៀនមន្ទីរពេទ្យថ្នាក់ស្ពានអីទាំងអស់នៅក្នុងប្រទេសនេះឲ្យយើងប្រើប្រាស់តដែលនឹងឯងកៅព្រះរាជាពលីក៏បងពុនថ្វាយស្ដេចក៏រាជទី5គឺទេវតាពលីញោមញាតធ្វើបុណ្យធ្វើកុសលត្រូវផ្សាយបុណ្យដែលយើងធ្វើហ្នឹងឲ្យទៅទេវតាលោកអនុមោទនាយកបុណ្យពីយើងនឹងផងអានឹងពលី5ដែលប្រពុតលោកបញ្រៀនយើងឲ្យធ្វើហ្នឹងបានញោមញាតទី1ញាតទៅពលីសង្គ្រោះញាតទី3អតិថិពលីទទួលរយៈមនុស្សញាតដែលមកផ្ទះយើងទទួលរយៈដោយបាយសម្លមហូបនំចំណីអីហ្នឹងតែកុំឲ្យទទួលរយៈនឹងស្រាកុំឲ្យយកស្រាទៅទទួលទី3គឺពុពពេតពលីតិខេណានុបទាននឹងធ្វើឧទ្ទិសជូនទៅអ្នកដែលស្លាប់ទៅហើយសង្គ្រោះអ្នកស្លាប់ផងទី4រាជពលីបងពុនថ្វាយស្ដេចតែបានឲ្យយកញាតកុំឲ្យកិច្ចពន្ធអីបងពុនថ្វាយស្ដេចយកទៅកសាងប្រទេសជាតិធ្វើថ្នោតផ្លូវថ្នល់មន្ទីរពេទ្យអីទាំងអស់ឲ្យតែយើងប្រើហ្នឹងឯងហើយលោកបង្កើតកម្មវិធីឲ្យប្រជាប្រដ្ឋសិក្សារៀនសូត្រអីហ្នឹងសត្វតែប្រើប្រាស់ហើយបានប្រពុតថាត្រូវតែរាជពលីទី5ទេវតាពលីយើងធ្វើបុណ្យធ្វើកុសលហើយផ្សាយកុសលជូនដល់ទៅទេវតាក៏ទេវតាត្រូវការបុណ្យដែរនេះពលី5ដែលប្រពុតបញ្រៀនឲ្យមនុស្សត្រូវតែធ្វើស្ដាប់បានទេញោមញាតដល់ចាំបានបើចាំប៉ុណ្ណឹងញ៉ាំសំញោមញាតចប់ហើយបងធ្វើទេសនាដែលខ្ញុំគណៈអាត្មាភាពសម្ដែងក្នុងឱកាសនេះបយន់ញោមញាតឲ្យសាមមានកម្មវិធីធ្វើបុណ្យការប្រាក់រូបដើម្បីជាវដីនៅប្រគិនប្រសង់វត្តរើហ្នឹងបងបើញោមញាតមើលលោកកសាងសាលាមានសាលារៀនឲ្យប្រសង់លោករៀនសូត្របានចេះដឹងហ្នឹងបងអានឹងប្រសើរណាស់ញោមញាតពុទ្ធថាយើងធ្វើអីបាននោះធ្វើសាលារៀនឲ្យប្រសង់រៀនឲ្យលោកចម្រើនបញ្ញាអានិសង្ឃនឹងផ្ដល់មកយើងវិញក្នុងអនាគតទៅយើងនឹងមានបញ្ញាដូចគ្នាទៅធ្វើអីបាននោះបងនេះសូមឲ្យញោមញាតជួយត្រោតត្រង់ឲ្យបានសម្រេចនៅបំណងរបស់ព្រះសង្ឃដែលលោកបង្កើតពុទ្ធិកសិក្សាហ្នឹងវត្តរើលនេះវត្តរើលហ្នឹងជាវត្តដែលទទួលយកធម៌វិន័យបានយូរហើយណាញោមញាតនៅក្នុងស្រុកគួតនេះណាបងមានវត្តរើលនេះមួយវត្តលវីហើយវត្តលវីហ្នឹងមួយលោកទទួលយកបានធម៌វិន័យឬវត្តពូតហ្នឹងមួយទទួលបានយកធម៌វិន័យដល់ត្រឹមត្រូវមុនគេទាំងអស់បងវិសាគគាត់នៅវត្តរើលហ្នឹងទៅសិក្សារៀនសូត្របានជាអ្នកប្រាជ្ញបណ្ឌិតអីច្រើនណាស់ណាញោមញាតថ្ងៃនៅក្នុងនេះក៏មានដែរសឹកទៅជាប្រសពឲ្យជួយបង្ហាត់បង្រៀនអីចេញពីវត្តហ្នឹងដល់បច្ចុប្បន្ននេះក៏នៅតែមិនដាច់ពូជទេមានប្រសពហើយលោកទៅនៅប្រទេសមានជ័យបើកំណើតលោកនៅវត្តរើបានជាលោកមិនភ្លេចគុណឧបការៈរបស់វត្តហ្នឹងអាស្រ័យនេះសូមឲ្យញោមញាតជួយត្រោតត្រង់លោកឲ្យបានសម្រេចនៅបំណងរបស់លោកបានញោមញាតណែឯងតែញោមញាតគិតខុសហើយក៏អត់ទៅជួយទៅអ្នកសៀមរាបហ្នឹងខ្ញុំគិតចឹងអ្នកសៀមរាបមិនញាតរបស់ញោមទេតែគិតខុសទៀតណាញាតរបស់យើងអាចជួយឲ្យវាបានឡើងកម្ពស់ឲ្យស្មើគ្នាឡើងរាជអាត្មាក៏ញាតរបស់ញោមដែរតែបានទេញោមញោមស្រឡាញ់រាប់អានលោកគ្រូប្រឡាត់ឲ្យនៅប្រទេសមានជ័យបណ្ណាសូមឲ្យស្រឡាញ់អាត្មាអញ្ចឹងផងតែបានទេញោមឬបើញោមស្រឡាញ់ឲ្យច្រើនជាងលោកក៏ល្អដែរក៏ចឹងធ្វើទេសនាក្នុងឱកាសនេះក៏សំគួរដល់ការនឹងវេលាក៏សូមសន្មតថាបញ្ចប់ធ្វើទេសនាទៅប៉ុណ្ណេះឯងអេវ៉ាំង
ប្រភេទ